ពេលចូលរៀនឆ្នាំទី1ពុកបានញាត់កាត់ធនាគារមួយសន្លឹកចូលដៃប្អូនប្រុសហើយនិយាយថានេះជាថ្លៃចំណាយរស់នៅ4ឆ្នាំរបស់វានិយាយរួចគាត់ក៏ងាកមកមើលខ្ញុំដែលឈរស្ងៀមនៅក្បែរនោះរួចនិយាយដោយសំឡេងនឹងថាមានកូនស្រីផ្ទះណាទៅរៀនមហាវិទ្យាល័យហើយនៅតែសុំលុយផ្ទះទៀតគិតរកវិធីបន្តិចទៅមិនមានលុយចាយហើយតើកុំសង្ឃឹមថាឯងនេះនឹងដកលុយឲ្យឯងឲ្យសោះលុយរបស់ឯងគឺសម្រាប់តែឲ្យកូនប្រុសអញចាយប៉ុណ្ណោះគ្រាន់តែគាត់និយាយផុតមកភ្លាមក្នុងខួរក្បាលរបស់ខ្ញុំក៏ស្រាប់តែសំឡេងក្តៀងគឺមួយរំពេចជាសំឡេងជូនដំណឹងលោហាយ៉ាងច្បាស់អបអសាទរម្ចាស់ប្រព័ន្ធទទួលបានប្រាក់រង្វាន់1លានយ៉នតាមពិតគាត់បានឲ្យប្អូនប្រុស50,000យ៉នទើបខ្ញុំទទួលបានប្រាក់រង្វាន់1លានយ៉នភ្លាមបែបនេះភ្លេចប្រាប់ទៅខ្ញុំបានភ្ជាប់ប្រព័ន្ធសងជំងឺចិត្តទ្វេដងពេលឪពុកម្ដាយលំអៀងស្រឡាញ់ប្រុសជាងស្រីឪពុកម្ដាយកាន់តែលំអៀងទៅខាងប្អូនប្រុសខ្ញុំកាន់តែទទួលបានប្រាក់សងជំងឺចិត្តទ្វេដងឪពុកខ្ញុំមានលុយណាស់គេមែងហៅគាត់ថាកវាង10លានក្នុងជីវិតនេះអ្វីដែលគាត់មិនខ្វះបំផុតគឺលុយនាឡិកាមាសលើដៃគាត់មួយគ្រឿងគឺគ្រប់គ្រាន់ឲ្យមនុស្សធម្មតាប្រឹងប្រែងពេញមួយជីវិតគ្រួសារខ្ញុំគ្រាន់តែអគារសម្រាប់ប្រមូលជួលក៏មានរហូតដល់ទៅ2ក្នុងដែរប្រមូលលុយផ្ទះជួលរាល់ថ្ងៃរហូតដល់រួយដៃឡានស្ពតផ្ទះវីឡាទោះបីជាចង់បានអីបាននឹងក៏ដោយប៉ុន្តែទម្លាប់ស្រឡាញ់កូនប្រុសជាងកូនស្រីរបស់គាត់គឺជ្រៅដល់ក្នុងឆ្អឹងទៅហើយខ្ញុំគ្រាន់តែទិញទឹកបរិសុទ្ធមួយដបអស់លុយគាត់2យ៉នគាត់ប្រែទឹកមុខភ្លាមដើរជើងទេកាន់ស្បែកជើងឃ្លីបខឹងយ៉ាងខ្លាំងដេញតាមខ្ញុំរត់ពេញផ្លូវឌឿងហែមគ្មានមនោសញ្ចេតនាឪពុកកូនបន្តិចសោះមាត់ជេរប្រតិចនិងស្រែកដាក់ខ្ញុំថាអាក្រក់បំផ្លាញទ្រព្យតែប្អូនប្រុសនៅបារបើកស្រាដប់ស្រួលស្រា XO ថ្លៃច្រើនបែបនេះចាយអស់លុយរាប់មិនអស់គាត់បែរជាមិនស្ដាយលុយបន្តិចសោះថែមទាំងលើកមេដាយឲ្យប្អូនប្រុសសរសើរទាំងមោទនភាពថាវាមានភាពក្លាហានការប្រកាន់ស្តង់ដារពីលំអៀងបែបនេះពិតជាហួសហេតុណាស់ខ្ញុំនិងប្អូនប្រុសជាកូនភ្លោះប្រុសស្រីគេកើតក្រោយខ្ញុំប៉ុន្មាននាទីតែបែរជាខ្លាយជាកូនមាសកូនពេជ្រក្នុងផ្ទះចំណែកខ្ញុំជាបងស្រីខាងលើនៅមានបងស្រីធំម្នាក់ទៀតតាំងពីក្មេងបងស្រីធំជាកូនស្រីច្បងប្អូនប្រុសជាកូនពៅពួកគេទាំងពីរចង់បានខ្យល់ចង់បានភ្លៀងមានតែខ្ញុំទេតែជាកូនកើតលើកំណត់ក្នុងគ្រួសារតាំងពីតូចត្រូវគេយកទៅផ្ញើឲ្យសាច់ញាតិផ្សេងចិញ្ចឹមទោះប៉ាមានលុយយ៉ាងណាក៏ដោយជីវភាពគ្រួសារទូធាយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែដូចជាបាវតូចមួយដែលគ្មាននរណាម្នាក់ត្រូវការត្រូវគេបោះទៅបោះមកប្រៀបដូចជាបើខ្ញុំនៅតែមួយថ្ងៃទៀតនឹងបង្កបញ្ហាធំធេងដល់ពួកគេអញ្ចឹងលុះត្រាតែខ្ញុំឡើងរៀនវិទ្យាល័យចំនួនប៉ាខ្ញុំកាន់តែរីកធំឡើងហើយរដ្ឋក៏បានបើកទូលាយគោលនយោបាយកូន3ទើបខ្ញុំត្រូវគេទទួលយកមកផ្ទះដែលហៅថាបុផ្ទះនោះវិញជោគវាសនាពិតជាលេងសើចណាស់ខ្ញុំនិងអូនប្រុសប្រឡងចូលមហាវិទ្យាល័យបានពិន្ទុដូចគ្នាគ្មានខុសថែមទាំងប្រឡងជាប់មហាវិទ្យាល័យតែមួយទៀតមុនពេលបើកបេសកប៉ាខ្ញុំបានត្រឡប់ទៅស្រុកកំណើតវិញដោយសប្បាយរីករាយហើយបានរៀបចំជប់លៀងយ៉ាងធំដុំអស់3ថ្ងៃថែមទាំងហៅខ្ញុំឲ្យទៅរៀបតែនឹងលើកស្រាជូនភ្ញៀវទៀតមនុស្សពេញមួយភូមិសុទ្ធតែដឹងថាកូនប្រុសពើរបស់គាត់ប្រឡងគណិតវិទ្យាបានពិន្ទុពេញប៉ុន្តែគ្មាននរណាម្នាក់ដឹងពីពិន្ទុរបស់ខ្ញុំឡើយសូម្បីតែសួរនាំមួយម៉ាត់ក៏គ្មានដែរឯប្អូនប្រុសវិញត្រូវមនុស្សមួយក្រុមឡំពាត់សរសើរនិងអបអរសាទរយ៉ាងអាធិកអាធមចំណែកខ្ញុំបានត្រឹមយួរ10ទេដើរទៅជ្រុងជញ្ជាំងដ៏ស្ងាត់ជ្រុងតែម្នាក់ឯងបានត្រឹមអបជង្គង់ក្តោបខ្លួននៅគៀនជញ្ជាំងហើយស្ងាត់ទំពុំនំមួយដុំទាំងព្រួយបារម្ភពេញទ្រូងពីថ្លៃសិក្សាមហាវិទ្យាល័យរបស់ខ្លួនទីងឈ្មោះយ៉ាវនានអាយុ18ឆ្នាំតើអ្នកព្រមភ្ជាប់ទំនាក់ទំនងដែរឬទេជាមួយប្រព័ន្ធសងជំងឺចិត្តទ្វេដងចំពោះការស្រឡាញ់ប្រុសស្អប់ស្រីបន្ទាប់ពីភ្ជាប់ហើយឲ្យតែជួបការប្រព្រឹត្តលំអៀងម្ដងអ្នកនឹងទទួលបានការសងជំងឺចិត្តស្មើគ្នាចំនួន2ដងហើយប្រាក់សងជំងឺចិត្តនេះនឹងត្រូវទទួលបន្ទុកដោយឪពុកម្ដាយរបស់អ្នកប្រសិនបើប្រាក់សងជំងឺចិត្តនេះលើសកម្រិតប្រព័ន្ធនឹងដកហូតសុខភាពអាយុយឺនយូរនិងរាសីរបស់ឪពុកម្ដាយអ្នកដើម្បីប៉ះប៉ូវតើអ្នកព្រមភ្ជាប់ទំនាក់ទំនងដែរឬទេខ្ញុំខំបូមមាត់ហើយនិយាយថានៅក្នុងចិត្តជាចាប់បន្តិចតើពុកពិតជាឪពុកបង្កើតរបស់ខ្ញុំមែនទេពេលកំពុងបោកខោអាវក្នុងឲ្យពុកតែជាត្រូវគាត់ប្រទះឃើញតាន់គាត់ស្រាប់តែស្ទុះមកជេរខ្ញុំតែម្ដងថ្ងៃល្អសេរីសួស្ដីយ៉ាងនេះមានតែវាទេដែលធ្វើមុខស្អុយគ្រួសារយើងជំពាក់បំណុលឯងមែនទេហេតុអ្វីឯងមិនអាចដូចប្អូនប្រុសឯងដែលរាក់ទាក់និងទូលាយចិត្តធ្វើមុខដូចខ្មោចស្លាប់ពេញមួយថ្ងៃឲ្យអ្នកណាមើលធ្វើកម្មវិធីឲ្យប៉ុណ្ណឹងអយុត្តិធម៌ចំពោះឯងណាស់មែនទេខ្ញុំងើបមុខមើលទៅអក្សរគីមង្គលពណ៌ក្រហមឆ្អិនឆ្អៅដែលនៅលើនោះមានបោះពុម្ពតែឈ្មោះប្អូនប្រុសខ្ញុំវ៉ាងធានជាសូម្បីតែបន្សល់ផ្នែកណាមួយនៃឈ្មោះខ្ញុំក៏គ្មានដែរមានសាច់ញាតិនៅជិតនោះមើលមិនយកស្រុកកនិយាយសួរមួយម៉ាត់ថាសៀវញៀនហូបមិនទាន់ឆ្អែតទេដឹងហើយក្មេងមកហូបថែមបន្តិចទៀតទៅឪពុកខ្ញុំបកដៃធ្វើមុខធុញទ្រាន់យ៉ាងខ្លាំងហើយនិយាយថាកុំខ្វល់ពីវាតាំងពីតូចដល់ធំហូបតែមួយចាននឹងធំដល់ប៉ុណ្ណឹងហើយនៅតែហូបបានតែមួយចានវាចរិតមិនដូចមនុស្សធម្មតាទេជួបមុខអ្នកណាក៏ធ្វើមុខប្រមើលដាក់គេដែរមនុស្សឈួតសរសៃប្រសាទហូបតែមួយចានគឺដោយសារតែខ្ញុំហ៊ានហូបតែមួយចានប៉ុណ្ណោះពេលចានតូចខ្ញុំមិនហ៊ានដួសបាយច្រើនទេខ្លាចគេសើចចំអុកថាដូចជ្រូកមិនដែលបានស៊ីរបស់ឆ្ងាញ់ដល់ពេលចានធំខ្ញុំមិនហ៊ានបន្សល់បាយមួយម៉ាត់ទេខ្លាចគេថារស់នៅស្រួលពេកមិនស្គាល់តម្លៃនៅក្នុងផ្ទះមួយនេះសូម្បីតែហូបបាយមួយម៉ាត់ក៏ខ្ញុំត្រូវប្រយ័ត្នប្រយែងដែរជីវិតខ្ញុំពិតជាលំបាកវេទនាខ្លាំងណាស់ខ្ញុំបានធ្មេចភ្នែករួចនិយាយទៅកាន់ប្រព័ន្ធនៅក្នុងចិត្តថាខ្ញុំយល់ព្រមភ្ជាប់ខ្ញុំចង់ឲ្យពួកគេដឹងថាត្រូវតែបង់ថ្លៃតបស្នងចំពោះទង្វើរបស់ខ្លួនអបអរសាទរម្ចាស់ការភ្ជាប់បានជោគជ័យរងចាំមើលស្នាដៃរបស់អ្នកកាលណាឪពុកម្ដាយរបស់អ្នកសងជំងឺចិត្តកាន់តែច្រើនដងអ្នកអាចប្រើប្រាស់ចំនួនដងនៃការសងប្រាក់នេះដើម្បីដំឡើងកម្រិតប្រព័ន្ធបានគោលដៅរបស់យើងគឺភាពយុត្តិធម៌គឺជាសេចក្ដីធម៌ខ្ញុំអង្គុយនៅក្នុងរថភ្លើងបៃតងដែលកំពុងរវើកវាយតែតូចរបស់ខ្ញុំក្តាប់យ៉ាងណែនបេះដូងលោតដិបដូចមានទន្សាយនៅក្នុងទ្រូង1លាននេះជាលើកដំបូងក្នុងជីវិតដែលខ្ញុំមានលុយច្រើនយ៉ាងនេះពេលរថភ្លើងទៅដល់ស្ថានីយ៍បន្ទាប់ខ្ញុំក៏ស្ពាយកាតាបស្មារបស់ខ្ញុំរួចប្រញាប់ចុះពីភ្លើងយ៉ាងលឿន
ហើយក៏បកក្រោយទៅទិញសម្បត្តិរថភ្លើងលបឿនលឿនថ្នាក់លេខ1ភ្លាមលុយដែលខ្ញុំខិតខំសំចៃយ៉ាងលំបាកកន្លងមកតើខ្ញុំចាយមិនបានឬយ៉ាងណាខ្ញុំហ៊ានភ្នាល់តែម្ដងទោះជាកាប់ធនាគារពុកខ្ញុំបាត់អស់1លានយ៉នក៏ដោយក៏គាត់មិនដឹងខ្លួនប្រហែលកន្លះឆ្នាំទៅ1ឆ្នាំដែរលុះខ្ញុំទៅដល់សាលាប្អូនប្រុសខ្ញុំក៏មកដល់ដែរខុសពីខ្ញុំដែលជិះរថភ្លើងលបឿនលឿនគេជិះយន្តហោះមកហើយថែមទាំងមានពុកម៉ែជូនមកដោយផ្ទាល់ទៀតផងកុំមករំខានកំពុងលេងហ្គេមពេលពួកយើងទាំង4នាក់ជួបគ្នានៅមុខទ្វារសាលាទឹកមុខម៉ាក់ខ្ញុំបង្ហាញការអឹមអៀនបន្តិចកុំប្រកាន់អីការដាំឡើយម៉ាក់បំរុងហៅកូនជិះយន្តហោះជាមួយដែរតែពុកកូនថាកូនមិនដែលជិះយន្តហោះខ្លាចកូនមិនទម្លាប់ទើបមិនបានហៅខ្ញុំព្រិចភ្នែកដែលក្រហមតិចរួចងក់ក្បាលយ៉ាងស្ដាប់បង្គាប់មិនអីទេម៉ាក់ពុកនិយាយត្រូវហើយកូនពិតជាជិះយន្តហោះមិនទម្លាប់មែនជិះរថភ្លើងចាស់រលាក់បែបនេះក៏ល្អម្យ៉ាងដែរខ្ញុំទើបតែនិយាយរួចសំឡេងជូនដំណឹងរបស់ប្រពន្ធក៏បន្លឺឡើងអបអសាទរំចាស់ប្រព័ន្ធទទួលបានប្រាក់សងស្មើនឹងតម្លៃសម្បត្តិយន្តហោះ2សន្លឹកសរុបជាលុយ51000យ៉នខ្ញុំខំទប់ស្នាមញឹមដែលស្ទើរតែលាក់មិនចិត្តរួចធ្វើពុតជាស្ងប់ស្ងាត់ម៉ាក់នឹងពុកទៅជូនប្អូនទៅកូនទៅរកអន្តេវាសិកដ្ឋានមុនហើយម៉ាក់ខ្ញុំចង់និយាយអ្វីបន្ថែមទៀតតែពុកខ្ញុំបានកាត់សម្ដីគាត់ភ្លាមទៅរវល់និយាយប៉ប៉ាច់ប៉ប៉ោជាមួយធ្វើអីប្រញាប់ទៅទិញអីវ៉ាន់ឲ្យកូនប្រុសទៅនិយាយរួចគាត់ក៏សម្លក់ខ្ញុំមួយភ្នែកឯងក៏គុំនៅទំនេរដែររៀបចំរបស់ខ្លួនឯងរួចចាំមកជួយរៀបក្រែឲ្យប្អូនប្រុសឯងធ្វើជាបងស្រីនៅខាងក្រៅត្រូវតែគិតគូរមើលថែប្អូនប្រុសខ្លួនឯងគ្រប់ពេលខ្ញុំឈរចុចទូរស័ព្ទនៅក្បែរនោះយ៉ាងរំភើយដោយមិនទាំងងើបក្បាលឡើងផងហើយនិយាយដោយមិនខ្វល់ថាអ្នកមេផ្ទះនៅផ្ទះមិនបានមកតាមទេអីប៉ាម៉ាក់ឲ្យយ៉ាវមានមកតើមានប្រយោជន៍អីនាងធ្វើអីក៏ឆ្កងដែរគេថាខាងសាលាមិនឲ្យអ្នកមេផ្ទះនៅអន្តេវាសិកដ្ឋានប្រុសទេអញ្ចឹងកូនប្រុសចាំប៉ាទិញផ្ទះមួយនៅជិតសាលាមកនៅកំដរកូនតើល្អទេហ្គេមខ្ញុំលេងចាញ់ខ្ញុំក៏ជេរមួយម៉ាត់តាមមាត់ឲ្យចាំនិយាយគ្នាតាមក្រោយចុះបន្ទាប់ពីចាប់បានហើយក៏ដើរត្រឡប់ទៅអន្តេវាសិកដ្ឋានវិញដោយញញឹកក្រោយឪពុកម្ដាយខ្ញុំដើរតាមពីក្រោយយ៉ាងត្រេកអរមើលទៅមិនដូចជាឪពុកតតែសោះមើលទៅដូចជាចៅប្រុសដែលចាំបម្រើគេអញ្ចឹងឪពុកខ្ញុំពិតជាធ្វើតាមអ្វីដែលគាត់និយាយមែនថ្ងៃបន្ទាប់គាត់ក៏ឲ្យគេជួយទិញខុនដូបន្ទប់ធំមួយនៅមុខសាលានៅលើបណ្ណកម្មសិទ្ធិមានសរសេរតែឈ្មោះប្អូនប្រុសខ្ញុំប៉ុណ្ណោះខ្ញុំត្រូវបានដាស់ឲ្យភ្ញាក់ដោយសំឡេងជូនដំណឹងរបស់ប្រព័ន្ធគ្រាន់តែបើកភ្នែកឡើងខ្ញុំក៏ឃើញបណ្ណកម្មសិទ្ធិពណ៌ក្រហមពីរច្បាប់នៅចំពោះមុខនៅលើនោះមានសរសេរឈ្មោះខ្ញុំយ៉ាងច្បាស់សូមអបអរសាទរំចាស់ទទួលបានខុនដូបន្ទប់ធំទំហំ130ម៉ែត្រការ៉េចំនួន2ខ្នងការសង់ជាអចលនទ្រព្យចំនួន2ខ្នងពីតួអង្គដៅបានបញ្ចប់ការផ្ទេរកម្មសិទ្ធិដោយការរំពឹងទុកវិនាទីបន្ទាប់ខ្ញុំបានឃើញម៉ាក់ខ្ញុំរអ៊ូតមនៅក្នុងគ្រប់គ្រួសារថាប៉ាខ្ញុំខាតបង់អស់12លានដោយសារតែការសម្រេចចិត្តខុសឆ្គងប៉ាខ្ញុំកាន់ម៉ាស៊ីនគិតលេខមកកញ្ញាមិនច្រើនមិនតិចទេត្រូវគ្នានឹងតម្លៃសរុបនៃខុនដូបន្ទប់ធំទាំងពីរខ្នងនោះល្មមខ្ញុំអភ័យរមៀលខ្លួនមួយជុំហើយលួចសើចចេញមកចូលរៀនបាន2ខែមនុស្សចិត្តពាក់កណ្ដាលសាលាដឹងថាវងឈៀងយីជាកូនអ្នកមានពិតប្រាកដគេប្រព្រឹត្តខ្លួនកាច់កយខ្លាំងណាស់5-10ថ្ងៃឬកន្លះខែដូរមិត្តស្រីម្នាក់ថ្ងៃមួយបន្ទាប់ពីចេញពីថ្នាក់គេបាននាំបាក់ពួកមួយក្រុមមកខាត់ផ្លូវខ្ញុំក្បែរនោះក៏មានសិស្សដែលមិនដឹងរឿងរ៉ាវដើរស្រែកហូរតាមដែរប្រុសដែលនៅពីក្រោយគេបានផ្លុំកញ្ចែដាក់ខ្ញុំប្អូនស្រីមិត្តវាងពួកយើងចង់ស្រឡាញ់គ្នានឹងឯងមែនទេវាងធានជាជ្រួញចិញ្ចើមភ្លាមអាពួកឆ្កែមិនដឹងអីគុំនិយាយផ្ដេសផ្ដាសនេះជាកូនស្រីអ្នកបម្រើនៅផ្ទះខ្ញុំតើចាត់ទុកថាក៏ជាប្អូនស្រីពាក់កណ្ដាលរបស់ខ្ញុំដែរពួកនោះលេងសើចមិនបានសម្រេចតើពួកវាយល់ព្រមឈប់ឯណាក៏បន្តស្រែកលូឡាទៀតប្អូនស្រីស្នេហ៍តឃើញថាសម្ដីកាន់តែនិយាយកាន់តែហួសហេតុខ្ញុំជ្រួញច្រមុះហើយនិយាយកាត់ពួកគេបើមានការអីប្រញាប់និយាយមកបើគ្មានទេដើរចេញទៅខ្ញុំកំពុងរវល់ណាស់មុខរបស់គេប្រែជាក្រហមជាមដូចថ្លើមជ្រូកភ្លាមឯងហ៊ាននិយាយជាមួយខ្ញុំបែបហ្នឹងផងឯងមិនខ្លាចត្រឡប់ទៅវិញត្រូវគេវីទេអីខ្ញុំផ្អៀងក្បាលបន្តិចហើយសម្លឹងមើលគេដោយកែវភ្នែកមើលងាយឯងមិនមែនជាឪពុកខ្ញុំឯណាបើគ្មានការអីទេប្រញាប់គេចចេញទៅកុំមកបាំងផ្លូវខ្ញុំពិតជាត្រូវគេតាមចិត្តរហូតខូចមនុស្សអស់ហើយខ្ញុំចង់បានព័ត៌មានទំនាក់ទំនងរបស់ស៊ូសានមិត្តរួមបន្ទប់ឯងរកមកឲ្យខ្ញុំអស់និយាយរហូតដល់ក្រឡាប់ភ្នែកគ្រាន់តែរឿងប៉ុណ្ណឹងសោះមិនក៏ឯងមិនផ្ញើសារសួរខ្លួនឯងទៅខ្ញុំភ្លេចថាគាត់ខ្លាចខ្ញុំសុំលុយក៏ភ្លុកនឹងលុបខ្ញុំចោលយូរហើយស៊ូសានមិត្តរួមបន្ទប់របស់ខ្ញុំអះអាងថាកូនស្រីតូនមកពីក្រុងធំហើយឪពុកម្ដាយជាអ្នកគ្រប់គ្រងក្រុមហ៊ុននាងមានផ្ទៃមុខដូចទេពធីតារាងស្អាតឥតខ្ចោះថែមទាំងមានគ្រួសារធូរធារទៀតទើបតែចូលរៀនភ្លាមនាងបានឆក់យកបេះដូងប្រុសជាច្រើនការដែលនាងតាក់បានអាល្ងងវាងធានជាក៏ជារឿងសំហេតុផលដែរខ្ញុំអបដៃហើយសម្លឹងមើលនាងចុះបើខ្ញុំមិននាងសើចចំអករួចនិយាយពាក្យអាក្រក់ស្អែកនេះពុកម៉ែខ្ញុំមកដល់ក្រុងឈុនឈឹងហើយបើឯងមិនឲ្យខ្ញុំទេខ្ញុំនឹងប្តឹងពួកគាត់អ្នកណាទៅដឹងថាឯងគ្មានលុយថែមទាំងអាចរស់នៅយ៉ាងស្រួលបួលនៅសាលាទៀតប្រហែលជាពឹងលើល្បិចកស្មោកគ្របមិនខានប្រមូលបានផលប្រយោជន៍មិនតិចទេដឹងដំបងឡើយខ្ញុំចង់ផ្ទះនាងមួយកំភ្លៀងទៅហើយប៉ុន្តែមានដៃដ៏ទន់ល្មើយមួយមកចាប់ជាប់ញ៉ានកមិនក៏ឯងចិត្តចង្អៀតម្លេះធានជាចង់បានទំនាក់ទំនងរបស់ខ្ញុំឯងឲ្យនាងទៅគឺបានហើយស៊ូសានញឹមដើរទៅមុខវាងធានជារួចក្រវីទូរស័ព្ទនៅចំពោះមុខនាង
លើឈ្មោះយូមកហើយថ្ងៃមុខសូមជួយចង្អុលបង្ហាញផងណាទំនាក់ទំនងរបស់ទេពធីតាទៅកត់តួបានងាយស្រួលយ៉ាងនេះអូហូមនុស្សជុំវិញមិនតិចទេពេលនាងនិយាយនាងថែមទាំងបានរុញឯងទៀតមិនអន់ទេបងចេសំបីតែទំនាក់ទំនងរបស់ទេពធីតាក៏សុំបានដែរបើឯងនៅតែមិនអែតទៀតខ្ញុំនឹងអែតហើយណានាងក៏ប្រញាប់ប្រញាល់ដកទូរស័ព្ទចេញមកទាំងស្លន់ស្លោ scan QR code រួចនិយាយទាំងវង្វេងស្មារតីថាថ្ងៃនេះមកពីខ្ញុំរៀនជ្រុលជ្រួលបន្តិចហើយស៊ូសានចាំថ្ងៃក្រោយខ្ញុំប៉ាវបាយអ្នកដើម្បីសុំទោសអ្នកស៊ូសានញឹមយ៉ាងស្រទន់មិនប៉ះទង្គិចគ្នាមិននឹងស្គាល់គ្នាអ្នកនឹងមានផ្ទះយើងជាមនុស្សស្គាល់គ្នាអញ្ចឹងពួកយើងក៏ជាមិត្តល្អនឹងគ្នាដែរនាងគ្រាន់តែលៀនអណ្ដាតតិចក៏ឆក់យកបេះដូងប្អូនប្រុសខ្ញុំស្ទើរតែទាំងស្រុងបន្ទាប់ពីវាងធានជាចេញទៅស៊ូសានក៏លុបស្នាមញឹមលើផ្ទៃមុខហើយមើលមកខ្ញុំដោយគិតអ្វីម្យ៉ាងត្រឹមតែនាងនឹងជិះជាន់មានផ្ទះយើងប៉ុន្មានឆ្នាំនេះរហូតងើបមុខមិនរួចចាំមើលចុះបងនឹងចាត់ការនាងជំនួសឯងមានតែខ្ញុំទេដែលដឹងថាស៊ូសានមិនមែនជាកូនស្រីតូអ្នកមានអីទេនាងជាស៊ូចៅឌីដែលស៊ីមនុស្សមិនខ្ជាក់ឆ្អឹងខ្ញុំចាប់ដៃស៊ូសានហើយជ្រួញចិញ្ចើមខាត់នាងវាងធានជាមិនមែនជាមនុស្សល្អទេឯងកុំទៅញ៉ៃញ៉ៃជាមួយគេអីល្អជាងគេដូចជាកៅអ៊ីកស្អិតចឹងឲ្យតែស្អិតចប់ហើយគឺលាស់មិនរួចទេស៊ូសានធ្វើមិនខ្វល់ហើយគៀបសក់ទៅក្រោយត្រចៀកទប់ទល់នឹងប្រុសបែបនេះស្រួលដូចក្តាប់នៅក្នុងដៃចឹងស្មានតែមនុស្សទូទាំងពិភពលោកត្រូវតែតាមចិត្តគេមែនតាមពិតគេមិនស្មើស្អីផងនិយាយរួចនាងក៏ទាញដៃខ្ញុំតោះទៅញ៉ាំបាយនៅតាមផ្លូវទៅអាហារដ្ឋានទូរស័ព្ទខ្ញុំបានរត់ឡើងមួយផ្លត់មានសារស្នើសុំរាប់អានជាមិត្តមួយចូលមកពីឈៀនឡែងវងភវងធានជាបែងហ៊ាននិយាយដើមនៅចំពោះមុខស៊ូសានឯងចាំតែញាប់ទៅអាបន្ទុកអូហូនេះគេដកខ្ញុំចេញពីបញ្ជីខ្មៅហើយបន្ថែមមកវិញតើលុះខ្ញុំងើបមុខឡើងក៏ឃើញស៊ូសានកំពុងសម្លឹងមើលទូរស័ព្ទខ្ញុំទឹកមុខមិនសូវល្អសោះប៉ុន្តែនាងមិនបាននិយាយអ្វីឡើយគ្រាន់តែពេលទៅដល់អាហារដ្ឋាននាងបានកំងម្ហូបដែលខ្ញុំចូលចិត្តពេញមួយតោពេលយប់ត្រឡប់មកអន្តេវាសិកដ្ឋានវិញខ្ញុំក៏ឃើញវាងធានជាផុសនៅលើ Moment ថាស្រីស្អាតក្នុងសុបិនព្រមធ្វើជាសង្សារហើយរូបថតជាប់មកជាមួយគឺជារូប screenshot ដែលស៊ូសានយកព្រមទទួលការស្នើសុំរាប់អានរបស់គេនៅខាងក្រោមមានមនុស្សមួយក្រុមមិនថា5165ពិតជាបងវាងមែនសូម្បីតែស្រីស្អាតក្នុងសុបិនក៏ត្រូវលើកជង្គង់សុំស្នេហ៍ដែរសិតតែជ្រើសរើសគូស្នេហ៍មុនគេរបស់បងវាងក្នុងរយៈពេល4ឆ្នាំនៅមហាវិទ្យាល័យគឺគ្មាននរណាប្រកែកបានទេបងវាងខ្លាំងមែនជូនពរឲ្យស្រឡាញ់គ្នារហូតសៀវជន់ប្រហែលជាឈឺចាប់ហើយខ្ញុំកាន់ទូរស័ព្ទរំកិលទៅចិត្តស៊ូសានហើយសួរនាងដោយឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីបានជានាងធ្វើបែបនេះនាងអង្អែលក្រចកដៃដែលទើបធ្វើរួចដោយមិនសូវខ្វល់ខ្វាយហើយនិយាយដោយសំឡេងស្រាលថាតាក់ទងជាមួយអ្នកណាក៏ដូចតែគ្នាខ្ញុំជួយសងសឹកគេជំនួសឯងតើក្នុងចិត្តខ្ញុំស្រាប់តែមានអារម្មណ៍លួចសប្បាយចិត្តភ្លាមជួបការវាយប្រហារពីស៊ូសានបែបនេះអាវាងមិនមកក៏ត្រូវរបបស្បែកមួយស្រទាប់ដែរប្រព័ន្ធស្រាប់តែបញ្ចេញសំឡេងរំលឹកខ្ញុំថាម្ចាស់ប្រព័ន្ធបានរកឃើញថាតួអង្គដើរចិត្តមកដល់ទីក្រុងឈុនឆឹងហើយសូមត្រៀមលក្ខណៈទប់ទល់ជាមុនមកដល់មែនតើខ្ញុំស្មានតែវាងធានជានិយាយកុហកតើភ្លាមនោះទូរស័ព្ទខ្ញុំក៏រត់ឡើងគឺម៉ាក់ខ្ញុំអ្នកទេមកម៉ាក់ខ្ញុំនិយាយតាមទូរស័ព្ទថាម៉ាក់នឹងប៉ាកូនមកលេងទីក្រុងឈុនឆឹង2ថ្ងៃឃើញសៀវជានិយាយថាបរិយាកាសអន្តេវាសិកដ្ឋានសាលាមិនសូវល្អពួកយើងរៀបនឹងទៅដេកនៅផ្ទះអៃឡានវ៉ាន់2ថ្ងៃកូនចង់មកនៅជាមួយពួកយើងអត់គ្រួសារយើងខានជួបគ្នាយូរដែរហើយម៉ាក់នឹកកូនណាស់គេមិនបាច់ទេម៉ាក់ខ្ញុំនៅអន្តេវាសិកដ្ឋានសុខសប្បាយតើឈ្មោះទី1សាលាមិនអនុញ្ញាតឲ្យចេញក្រៅដោយគ្មានមូលហេតុទេម៉ាក់កុំបារម្ភអីចាំម៉ាក់ជួយនិយាយជាមួយសាលាឲ្យតើម៉ាក់មិនបានជួបកូនយូរប៉ុណ្ណាហើយម៉ាក់នឹកកូនណាស់ខ្ញុំកំពុងតែគិតចង់បដិសេធម្ដងទៀតសំឡេងប្រព័ន្ធក៏បន្លឺឡើងម្ដងទៀតម្ចាស់កម្មវិធីអាចពិចារណាបានណាកាន់តែនៅជិតគោលដៅចំនួនរង្វាន់ដែលទទួលបានក៏កាន់តែច្រើនដែរខ្ញុំក៏លេខភ្នែកចុះឡើងរួចក៏យល់ព្រមភ្លាមថាទុកឲ្យខ្ញុំរៀបចំរបស់របររួចនឹងទៅភ្លាមចាស់ម៉ាក់អីចឹងកូនរៀបចំរបស់របររួចនឹងទៅភ្លាមតាមពិតទៅខ្ញុំដឹងច្បាស់ក្នុងចិត្តណាស់ម៉ាក់មិនមែននឹកខ្ញុំទេគ្រាន់តែចង់រកអ្នកមើលថែដោយមិនបាច់ចំណាយលុយឲ្យកូនប្រុសសំណប់របស់គាត់ប៉ុណ្ណោះអូនប្រុសខ្ញុំមានចរិតចម្លែកមួយក្រៅពីអ្នកមើលថែក្នុងផ្ទះនិងសាច់ញាតិគេមិនសាមនឹងមនុស្សចម្លែកក្នុងផ្ទះទេសូម្បីតែពេលខ្ញុំទៅត្រឡប់មកផ្ទះវិញក៏ត្រូវគេរករឿងគ្រប់យ៉ាងដែរខ្ញុំមានអារម្មណ៍ហត់នឿយទៅចូលទៅគេងស្រាប់តែអ្នកមើលថែក្នុងផ្ទះសម្រាលកូនហើយក៏ឈប់ធ្វើការត្រឡប់ទៅស្រុកកំណើតវិញទៅគេហៅខ្ញុំទៅបើមិនឲ្យទៅធ្វើជាអ្នកមើលថែតើឲ្យទៅធ្វើអ្វីពេលខ្ញុំកំពុងរៀបចំរបស់របរខ្ញុំត្រូវត្រឡប់ទៅផ្ទះនៅទីក្រុងមួយរយៈអ្នកត្រូវតែប្រយ័ត្នប្រយែងឲ្យមែនទែនកុំឲ្យអាសម្រាមនោះឆក់ឱកាសបានឲ្យសោះវាធ្លាប់តាមញ៉ៃខ្ញុំក៏ធ្វើជាអូសំឡេងលួងលោមថាអូមានអីគេបារម្ភពីគេដល់ថ្នាក់នេះរំភើបចិត្តណាស់និយាយមិនទាន់ផុតពីមាត់ផងក៏ចូលមកចិត្តចង់អែបអប់ជាមួយខ្ញុំស្រីស្អាតត្រជាក់ដូចទឹកកកក្នុងសាលាដែលគេល្បីគ្នានៅចំពោះមុខខ្ញុំបែរជាដូចកញ្ជ្រោងតូចចូលចិត្តអែបអប់ទៅវិញខ្ញុំក៏ប្រញាប់គេចចេញទៅម្ខាងនឹកឃើញរឿងមួយក៏សួរនាងទៀតពិតមែនតើនាងនៅមានលុយចាយទេខ្ញុំវេរឲ្យ20000ទៀតណាត្រូវហើយស៊ូសានចូលរៀនមិនទាន់បានប៉ុន្មានថ្ងៃផងគឺខ្ញុំជាអ្នកចិញ្ចឹមមើលថែនាងរហូតនាងស្រស់ស្អាតរឹងប៉ឹងហើយមានមោទនភាពបានចុះកិច្ចសន្យាជំនួយហិរញ្ញវត្ថុជាមួយខ្ញុំដោយសន្យាសង្បីដងវិញក្នុងពេល10ឆ្នាំប៉ុន្តែស្អីអីនាងដូចខ្ញុំដែរតែជួបប្រទះឪពុកម្ដាយគ្មានការទទួលខុសត្រូវមិនត្រឹមតែមិនឲ្យលុយនាងសង្បីមួយកាក់ថែមទាំងចង់លក់នាងឲ្យបរិះពូម៉ែអាយុ50ឆ្នាំធ្វើជាប្រពន្ធទៀតនាងពាក់ឈុតកូនក្រមុំឡើងឡានការលុះដល់យប់សំដំណេកក៏ធាក់បរិះចំណាស់ចិត្តអាក្រក់នោះមួយជើងធ្វើឲ្យគេក្រោកមកខាត់លេងរួចហើយអបលិខិតជូនដំណឹងប្រឡងជាប់ដែលលាក់ទុករត់គេខ្លួនចេញមកឥឡូវនេះខ្ញុំមានលុយច្រើនណាស់ក៏ស្ម័គ្រចិត្តធ្វើជាម្ចាស់ជំនួយឲ្យស៊ូសានតែម្ដងខ្ញុំមិនដាច់ចិត្តឲ្យនាងត្រូវពួកប្រុសគួរឲ្យខ្ពើមទាំងនោះមកចង់បានឡើយកុំបារម្ភអីលុយ100000ដែលឯងឲ្យខ្ញុំពីមុនគ្រប់គ្រាន់ឲ្យខ្ញុំធ្វើពុតជាកូនស្រីតូអ្នកមានបាន2ឆ្នាំទៀតហើយម្យ៉ាងទៀត
ឥឡូវមិនមែននៅមានប្អូនប្រុសឯងទៀតទេលើកដំបូងដែលខ្ញុំទៅផ្ទះនៅឈុនឈឹងនោះជាខុនដូប្រណេតទំហំ400ម៉ែត្រការ៉េប៉ុន្តែគេទុកឲ្យខ្ញុំតែបន្ទប់គេងតូចជាងគេមួយបែរទៅខាងជើងមិនអីទេយ៉ាងណាក៏ពុកខ្ញុំរវល់ស្ទើរងាប់ប្រហែលជានៅឈុនឈឹងមិនបាន2ថ្ងៃផងនោះខ្ញុំអាចត្រឡប់ទៅសាលាវិញហើយប្អូនប្រុសខ្ញុំធន់នឹងការនៅអន្តេវាសិកដ្ឋានយូរហើយពេលពុកម៉ែមកដល់គឺត្រូវចិត្តវាតែម្ដងព្រោះឥឡូវវាញ៉ែបានស៊ូសានហើយព្រោះនៅអន្តេវាសិកដ្ឋានពិតជាមិនសម្រួលមែនហើយក៏មានលេដេកនៅខាងក្រៅយប់ដែរវាដើរចូលទ្វារភ្លាមក៏ឃើញខ្ញុំហើយសម្លក់សម្លឹងពុកម៉ែភ្លាមម៉ែមិនក៏ម៉ែហៅយ៉ាវមានមកដែរខ្ញុំនិយាយថាជួបជុំគ្រួសារយើងតើកូនប្រុសម៉ាក់ឃើញកូននៅផ្ទះមិនចេះរៀបចំបន្ទប់ខ្លួនឯងកូនប្រុសម៉ាក់ឃើញកូននៅផ្ទះមិនចេះរៀបចំបន្ទប់ខ្លួនឯងមានបងស្រីកូននៅទីនេះយ៉ាងហោចណាស់អាចជួយកូនបានខ្លះថ្ងៃនោះម៉ាក់នឹងប៉ាកូនត្រឡប់ទៅវិញហើយឲ្យកូនរស់នៅទីនេះម្នាក់ឯងម៉ាក់មិនអស់ចិត្តទេចុះបើខៀវឃ្លានតើធ្វើម៉េចជាយើងចំនួនអាប់ដេតទម្រង់ចុងក្រោយនៃកូនស្ដាប់បង្គាប់ម៉ាក់អារម្មណ៍ប៉ាខ្ញុំរៀងត្រជាក់ចុះបន្តិចហើយបែរជាមានបងស្រីម្នាក់នេះទៀតប៉ុន្តែសង្សារខ្ញុំនៅខាងក្រោមអាគារតើនាងចិត្តឡើងមកដល់ហើយខ្ញុំទៅតែតាក់ទងគ្នាមិនសូវមិញទេស្រឡាញ់នាងខ្លាំងណាស់នាងថែមទាំងគិតថាយកមានជាកូនស្រីអ្នកបម្រើផ្ទះយើងទៀតបើនាងធ្វើឲ្យខូចការខ្ញុំតើធ្វើម៉េចទៅដៃទៅជើងណាស់ទៅដៃទៅជើងមែនខ្ញុំមើលទៅមកពីខ្លាចខ្ញុំរារាំងឯងកុំឲ្យបន្លំប្រលេះសិសទេដឹងទីងដងកណ្ដឹងទ្វារបានរត់ឡើងខ្ញុំស្ទុះទៅបើកទ្វារលឿនដូចទន្សាយអ្នកដែលឈរនៅក្រៅទ្វារគឺពិតជាស៊ូសានដែលក្មេងខ្ចីនិងស្រស់ស្អាតមែនឪពុកម្ដាយខ្ញុំរៀងអ៊ីនព្រៀនបន្តិចពួកគាត់មិនទាន់ទាំងបានសួរផងថាមិត្តស្រីរបស់កូនប្រុសជាមនុស្សបែបណាទើបតែតាក់ទងគ្នាកាលពីម្សិលមិញថ្ងៃនេះនាំមកដល់ផ្ទះបាត់ទៅហើយផ្ទុយទៅវិញស៊ូសានមិនអ៊ីនព្រៀនបន្តិចណាឡើយនាងបានជម្រាបសួរឪពុកម្ដាយខ្ញុំយ៉ាងរាក់ទាក់ជម្រាបសួរពូជម្រាបសួរមីងនាងខ្ញុំជាមិត្តស្រីរបស់ធានជាឬថាពូមីងជាធម្មតាមិនសូវនៅក្រុងឈុនឆេងទេទើបខ្ញុំហ៊ានមកទស្សនារំខានបែបនេះដើម្បីមកសួរសុខទុក្ខពូមីងជាពិសេសនៅក្នុងដៃនាងក៏មានយូរអាហារបំពន់និងស្លឹកតែដែលវេចខ្ចប់យ៉ាងប្រណិតពីប្រអប់ធ្វើត្រូវតាមគួរសមឥតមានចន្លោះម៉ាក់ខ្ញុំមិនទាន់ទាំងបាននិយាយអ្វីផងប្អូនប្រុសខ្ញុំប្រញាប់និយាយជំនួសនាងបាត់ទៅហើយអូនពិតជាមានចិត្តមែនទោះបីជាយើងទៅតែតាក់ទងគ្នាក៏ដោយប៉ុន្តែអូនសុខចិត្តមកជួបពុកម៉ាក់បងទៅថ្ងៃមុខបងប្រកាសជារាប់អានអូនឲ្យបានល្អហើយដូច្នេះហើយបានជាគេថាមនុស្សមុខងល់នឹងស្នេហាគួរឲ្យធុញទ្រាន់ព្រោះទិដ្ឋភាពដែលពេញដោយភាពចម្លែកគ្រប់កន្លែងបែបនេះបែរជាត្រូវវ៉ាងធានជាស្រមើស្រមៃថាស៊ូសានស្រឡាញ់គេតាំងពីឃើញដំបូងពិតជាហួសចិត្តខ្លាំងរោគលេខដាក់គ្មានមែនអត់ទំនងដល់កម្រិតហើយស៊ូសានបានឃើញខ្ញុំដែលកំពុងឈរនៅក្បែរនោះនាងធ្វើពុតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងមានមិនក៏ឯងនៅទីនេះដែរមិនមែនឯងប្រាប់ថានឹងត្រឡប់ទៅស្រុកកំណើតប៉ុន្មានថ្ងៃទេអីឬមួយឯងនឹងធានជីគឺសៀវមានអាហេះកនាងជាកូនស្រីរបស់អ្នកបម្រើនៅផ្ទះខ្ញុំចាត់ទុកដូចជាកូនស្រីបង្កើតរបស់ខ្ញុំដែរពីថ្ងៃនេះម៉ាក់របស់នាងមានការរវល់ចៃដន្យឲ្យនាងនិងអ្នកនាងតូចនៅសាកលវិទ្យាល័យជាមួយគ្នាទើបពឹងឲ្យនាងមកជួយមើលថែអ្នកនាងតូចប៉ុន្មានថ្ងៃស៊ូសានញឹមបិទភ្នែករួចនិយាយថាខ្ញុំស្មានថាសៀវមានជាបងស្រីរបស់ធានជាតើកាលមុនធ្លាប់ឬធានជានិយាយថាគេមានបងស្រីធំម្នាក់កំពុងរៀននៅអាមេរិកប្អូនប្រុសខ្ញុំក៏តបទៅវិញភ្លាមបងស្រីធំរបស់ខ្ញុំកំពុងរៀននៅអាមេរិកតើមិនក៏អាចជានាងទៅកើតខ្ញុំក៏ញឹមបិទភ្នែកដែរហើយនិយាយដោយសម្លេងយ៉ាងផ្អែមល្ហែមប៉ុន្តែសម្ដីមិនបានយោគយល់បន្តិចណាឡើយពូមីងចៃដន្យអីកាលពីមុននេះម៉ាក់របស់ខ្ញុំបានទូទាត់ប្រាក់ដែលទុកឲ្យពូនឹងមីងពូមិនទាន់បានឲ្យបងស្រីខ្ញុំនៅឡើយទេសរុបទាំងអស់គឺ56,830 យុនសូមរំខានពូនឹងមីងវេចូលអាឡភ័យខ្ញុំដោយផ្ទាល់មកអរគុណណាស់ស៊ូសានឈរនៅក្បែរនោះញឹមមើលរឿងទាំងអស់នេះខ្ញុំបានបើក QR code ទទួលប្រាក់អាឡភ័យហើយហុចទៅមុខប៉ាខ្ញុំសម្លក់ខ្ញុំយ៉ាងសាហាវហើយនិយាយទាំងខំធ្មេញថាសៀវមានចាំម៉ាក់ឯងត្រឡប់មកវិញសិនចាំនិយាយគ្នាទៀតទៅប្រាក់ច្រើនយ៉ាងនេះពូស៊ូបារម្ភថាបើឯងធ្វើបាត់វាមិនល្អទេព្រោះអីម៉ាក់ឯងរកប្រាក់បានមិនងាយស្រួលទេស៊ូសានក៏ទាញដៃឲ្យប្អូនប្រុសខ្ញុំភ្លាមតាក់ដៃលើដៃរបស់គេហើយនិយាយសំឡេងទន់ភ្លន់ថាពូកុំបារម្ភអីសៀវមានរៀបនឹងប្រឡងយកសញ្ញាបត្រកណេឲ្យកផងពូកែគ្រប់គ្រងហិរញ្ញវត្ថុណាស់ប្អូនប្រុសខ្ញុំរំភើបចិត្តភ្លាមមើលទៅប៉ាខ្ញុំដោយមិនអត់ធ្មត់ហើយធ្វើរូបជាអ្នកមាននៅចំពោះមុខស៊ូសានពុកប្រញាប់ឲ្យគាត់ទៅផ្ទះយើងមិនមែនខ្វះលុយបន្តិចបន្តួចនឹងទេកុំឲ្យសានសើចចំអកសោះពុកខ្ញុំបានសម្លក់ខ្ញុំមួយទំហឹងខ្សែភ្នែកមួយនោះទៅជាខ្ញុំមិនមែនសុំ50,000ទេគឺសុំជីវិតរបស់គាត់ចឹងអរគុណអ៊ំខ្ញុំក៏មិនចេះធ្វើម្ហូបដែរខ្ញុំក៏អត់ចេះដែរអំបញ្ញមិញគួរតែទៅញ៉ាំនៅភោជនីយដ្ឋានតែម្ដងទៅភ្នែករបស់ស៊ូសានភ្លឺថ្លាឡើងយកកូនដៃទៅថ្ពួកដៃប្អូនប្រុសខ្ញុំរួចនិយាយយ៉ាងរេចអែថាធានជាខ្ញុំចង់ទៅញ៉ាំនៅយូរ៉េនយូម្នាក់4,000ក៏មិនល្មមផងចំណុចសំខាន់គឺម្ហូបប្រណិតនិងគ្រឿងផ្សំស្រស់ហើយនៅមានពាក្យមួយទៀតគឺថ្លៃធម្មតាមនុស្ស2នាក់ញ៉ាំតាមចិត្តអស់1-20000យ៉ាងងាយស្រួលពុកខ្ញុំទោះជាមានលុយតែគាត់កំណាញ់ណាស់លុយរបស់គាត់តែចិត្តចំណាយតែលើកូនប្រុសសំណប់ប៉ុណ្ណោះគាត់មើលទៅស៊ូសានដោយមិនសូវពេញចិត្តឡើយចុះបើអត់ទេយើងចុះទៅញ៉ាំអីនៅខាងក្រោមទៅកន្លែងថ្លៃនៅខាងក្រៅមិនប្រកាសថាឆ្ងាញ់ទេខ្ញុំថាហាងតូចនៅខាងក្រោមហ្នឹងក៏មិនអន់ដែរសន្សំសំចៃឲ្យឆ្ងាញ់ទៀតប្អូនប្រុសខ្ញុំមិនទាន់បាននិយាយអ្វីផងស៊ូសានក៏ចាប់ផ្ដើមធ្វើរពាភ្នែកនាងចាប់ផ្ដើមឡើងក្រហមតិចមើលមកប្អូនប្រុសខ្ញុំដោយទឹកមុខអន់ចិត្តរួចនិយាយទាំងទឹកមុខស្រពស្រពោនថាខ្ញុំស្មានថាការញ៉ាំបាយជាមួយក្រុមគ្រួសារអ្នកលើកដំបូងនឹងក្លាយជាអនុស្សាវរីយ៍ដ៏ល្អមួយទៅទៀតយ៉ាងណាក៏នេះជាអាហារពេលល្ងាចដំបូងដែលយើងញ៉ាំជាមួយគ្នាដែរហាងយឺរ៉ានជូជាកន្លែងដែល
ប៉ាម៉ាក់ខ្ញុំធ្លាប់នាំទៅញ៉ាំញឹកញាប់ខ្ញុំចាត់ទុកវាដូចជាផ្ទះបាយផ្ទាល់ខ្លួនទៅហើយខ្ញុំមិនបានគិតពីអារម្មណ៍របស់ពូនឹងមីងទេគឺខ្ញុំទេដែលខុសធ្វើបែបនេះធ្វើឲ្យប្អូនប្រុសខ្ញុំអាណិតនាងខ្លាំងណាស់គេក៏ស្រែកដាក់ប៉ាខ្ញុំភ្លាមប៉ាគ្រាន់តែញ៉ាំបាយមួយពេលសោះតើប៉ាអស់លុយប៉ុន្មានទៅសង្សារខ្ញុំមកលេងផ្ទះលើកដំបូងប៉ាត្រូវតែធ្វើរកពីគំរីដល់ថ្នាក់នេះមែនទេឆេងយួនមែងទីងដៃគាត់ធ្វើពុតជាខាត់គុំខឹងនឹងពូនឹងមីងអីគឺខ្ញុំទេដែលមិនចេះគិតឪពុករបស់ដេប៉ាខឹងខ្លាំងណាស់ស្ទើរតែដាច់ខ្យល់មិនអីទេអូនសំឡាញ់យើងត្រូវតែទៅញ៉ាំនៅ Your Ranger បងចង់ផ្ដល់អ្វីដែលល្អបំផុតឲ្យអូនឪពុកបងខឹងរហូតចង់គាំងបេះដូងហើយឪពុកបងគ្រាន់តែខ្លាចពួកអូនញ៉ាំមិនឆ្ងាញ់មិនមែនមានន័យអ្វីផ្សេងទេគ្រួសារយើងមានលុយច្រើនណាស់ស៊ូសែនទទួលបានជោគជ័យក៏ប្រញាប់បោះដៃដេកចោលភ្លាមអីចឹងយប់នេះយើងត្រូវញ៉ាំឲ្យច្រើនបន្តិចពូនឹងមីងចាត់ទុកអូនដូចជាកូនស្រីម្នាក់ដែរបើអូនធ្វើគួរសំពេកគឺវាហាក់ដូចជាមិនស្មោះត្រង់ឪពុកបងដកដង្ហើមស្ទើរតែមិនរួចគាត់ដាំឡើយមិនបានគិតថានឹងនាំខ្ញុំទៅភោជនីយដ្ឋានថ្លៃបែបនេះទេម៉ាក់បងខ្លាចគាត់ដួលសន្លប់នៅទីនោះក៏ចាប់ដៃគាត់ជាប់យ៉ាន់វ៉ងទីងយួនឆិនត្រីផ្កាស្បៃរឿងបង្កងស្រស់ប្រេងខ្ទឹមត្រីកដាមអាហារសមុទ្រមាស2យ៉ាងក្តាមអធិរាជ2និងឆាបសិតត្រូហ្វូខ្មៅខ្ញុំគិតទូទាត់ក្នុងចិត្តម្ហូបមួយទៅនេះប្រហែលជានឹងអស់30,000 យន់ហើយដឹងម៉ាក់ខ្ញុំដាំឡើយគ្រាន់តែនិយាយគួរសំទេប្រាប់ឲ្យស៊ូសានកុំងអីដែលនាងចូលចិត្តមុនតែស៊ូសានកុំងមួយគំនរអត់ក្រែងចិត្តសោះរួចហើយនាងក៏ហុចមើលនុយឲ្យប៉ាខ្ញុំពូខ្ញុំកុំងម្ហូបដែលខ្ញុំចូលចិត្តប៉ុន្មានមុខសិនហើយនៅសល់ប៉ុន្មានពូកុំងបន្តទៅបាយមួយពេលមិនទាន់បានហូបផងមុខប៉ាខ្ញុំខ្មៅជាងបាតខ្ទះនៅផ្ទះបាយទៅទៀតប៉ាខ្ញុំចង់ទិញឡានមួយទិញឡានអីតែឯងនៅជាសិស្សនៅឡើយតើជាសិស្សមានអីចម្លែកជាសិស្សបើកឡានមិនបានមែនទេកុំខ្វល់ខ្ញុំចង់ទិញឲ្យបានកូនធំដល់ថ្នាក់នឹងហើយវាចង់ទិញឡានក៏ឲ្យវាទិញទៅបើមិនអីចឹងទេដើរលេងជាមួយសានមិនស្រួលទេតាមពិតមិញនេះពេលមានឱកាសប្អូនប្រុសខ្ញុំបានណែនាំប្រាប់ម៉ាក់រួចហើយពីព្រោះគ្រួសាររបស់ស៊ូសានប៉ាកូនប្រាប់ប៉ាណាសានគឺជាកូនតូនៅទីក្រុងធំឪពុកម្ដាយសុទ្ធតែជាថ្នាក់ដឹកនាំក្រុមហ៊ុនជីវភាពគ្រួសារគេល្អខ្លាំងណាស់ឪពុកម្ដាយគេស្រឡាញ់កូនណាស់រៀបការទៅមិនឲ្យកូនខាត់បងទេកូនប្រុសម៉ែពិតជាមានសមត្ថភាពមែនដែលអាចយកចិត្តក្មេងស្រីល្អបែបនេះបានធ្វើឲ្យម៉ែមុខមាត់ណាស់ប៉ាក៏គិតបន្តិចចំណាយលុយឲ្យកូនប្រុសខ្លួនឯងមិនខាតទេក៏យល់ព្រមកូនចង់បានឡានម៉ាក់អ្វី Porsche 718 Boxster ក៏បានដែរឡានល្អស្អាតខ្លាំងណាស់កូន Porsche តម្លៃប៉ុន្មានដែរប្រហែលជាថ្លៃណាស់មែនទេ model នេះថោកទេកូនដឹងថាប៉ាម៉ាក់ក៏ហត់នឿយដែរប្រហែលជាង1 លានយន់ប៉ុណ្ណោះនានកូនជួយនិយាយបន្ថែមទៅនៅខ្វះ2 ដងទៀតទើបគ្រប់ចំនួនយើងនឹងអាចអាប់ហ្គេតប្រព័ន្ធបានហើយពូមីងនៅសាលាយើងមានសិស្សជិះឡានទំនើបច្រើនណាស់ដេប៉ាទៅម៉ងហេរ៉ាញ់វត្ថុបែរហ្នឹងមានបងប្រុសម្នាក់ជិះ Lamborghini ទៀតផងឆេនឯងក៏ដឹងដែរត្រូវទេខ្ញុំដឹងតើអាម្នាក់នឹងធ្លាប់មករកខ្ញុំទៀតផងមកសុំឲ្យខ្ញុំធ្វើជាសង្សារគេគ្រាន់តែជាកូនអ្នកមានអាំងលុយដើរលេងហឺហាសោះខ្ញុំមិនខ្ចីមើលមុខផងកូនឪពុកឯងទើបតែខាតអស់ជាង10 លានមុននេះតើនៅក្នុងផ្ទះយើងមិនសូវមានលុយស្រស់ទេម៉ាក់និយាយរឿងហ្នឹងនៅមុខសង្សារខ្ញុំធ្វើអីពុកគ្រាន់តែឡានមួយគ្រឿងសោះនិយាយឲ្យដាច់ស្រឡះមកថាទិញឬមិនទិញសូម្បីតែ Porsche model ថោកបំផុតក៏មិនដាច់ចិត្តទិញឲ្យខ្ញុំដែរពុកសំធ្វើជាឪពុកខ្ញុំទេទិញឲ្យភ្លាមទិញឥឡូវពុកទិញឲ្យឯងភ្លាមប្អូនប្រុសខ្ញុំបានរៀបចំរួចរាល់ជាស្រេចវាបានបើក WeChat របស់អ្នកលក់ដែលបានអេតទុកស្រាប់ហើយឲ្យពុកខ្ញុំបង់លុយផ្ដាច់នៅនឹងកន្លែងតែម្ដងសំឡេងជូនដំណឹងប្រព័ន្ធបានបន្លឺឡើងភ្លាមសូមអបអរសាទរម្ចាស់ប្រព័ន្ធទទួលបានរថយន្ត Porsche 718 Boxster មួយគ្រឿងបេសកកម្មគោលដៅត្រូវបានសម្រេចជោគជ័យទឹកប្រាក់របស់អ្នកមិនគ្រប់គ្រាន់ទេប្រព័ន្ធបានផ្ដល់រង្វាន់ជាសុខភាព20ពិន្ទុដល់ម្ចាស់កម្មវិធីបានដកពីឪពុកម្ដាយរបស់អ្នកម្នាក់10ពិន្ទុភ្លាមនោះខ្ញុំមានអារម្មណ៍ស្រស់ស្រាយខ្លាំងណាស់ជំងឺតូចតាចដែលខ្ញុំធ្លាប់មានតាំងពីក្មេងបានបាត់អស់គ្មានសល់ក្នុងមួយប៉ព្រិចភ្នែកទឹកប្រាក់មិនគ្រប់គ្រាន់ទេនេះវាធ្វើឲ្យលំហូរសាច់ប្រាក់របស់ប៉ាម៉ាក់ខ្ញុំខ្សែធនតែម្ដងអាហារពេលនេះបានធ្វើឲ្យលំហូរសាច់ប្រាក់របស់ពួកគាត់អស់រលីងរសៀលថ្ងៃដែលនោះពួកគាត់ក៏ប្រញាប់ចាក់ចេញទៅវិញមីងក្មួយត្រូវមើលថែប្អូនប្រុសឲ្យបានល្អនៅសាលាណាជួយតាមដានគេផងកុំឲ្យគេបង្កបញ្ហាមីងលុយ55,830 យន់នោះក្មួយសងប៉ាវិញសិនទៅឥឡូវផ្ទះយើងខ្វះលុយខ្លាំងណាស់សំបីតែមួយកាក់ក៏គ្មានដែរពូខ្ញុំឈឺពោះខ្លាំងណាស់ចុះទៅបន្ទប់ទឹកសិនទៅពេលពួកគាត់មកគឺជិះយន្តហោះមកពេលត្រឡប់ទៅវិញទិញបានត្រឹមតែសម្បុត្ររថភ្លើងថ្នាក់ទី2ត្រឡប់មកវិញភ្លាមទ្រព្យសម្បត្តិឡើងដល់រាប់លាននៅលើអគារសាលានៅមានផ្ទះល្វែងធំ2ទៀតក្នុងចិត្តសប្បាយរីករាយខ្លាំងណាស់
ខ្ញុំក៏សួរប្រព័ន្ធនៅសល់យូរប៉ុណ្ណាទៀតទើបអាចដំឡើងកម្រិតបានបន្ទាប់ពីដំឡើងកម្រិតហើយតើមានមុខងារថ្មីអ្វីខ្លះមេខ្វះតែមួយលើកទៀតទេខ្វះតែមួយលើកទៀតពួកយើងអាចដំឡើងកម្រិតបានហើយហេតុអ្វីស្រាប់តែមិនហៅខ្ញុំថាម្ចាស់ហើយមកហៅខ្ញុំថាមេទៅវិញមេខ្ញុំដឹងស្រាប់ហើយថាអ្នកគឺជាម្ចាស់ដ៏កម្រតែមានភ្នែកមុតស្រួចមើលឃ្លុះពួកយើងប្រឹងប្រែងបន្តិចទៀតទៅបន្ទាប់ពីខ្ញុំដំឡើងកម្រិតរួចនឹងមានមុខងារបញ្ចាំងរូបភាពមិនថាមុខសញ្ញានៅឯណាទេក៏អាចតាមដានបានភ្លាមព្រមទាំងមានមុខងារផ្ទេររលកស្នេហាទៀតផងមុខងារមានច្រើនណាស់ពាក្យសម្ដីបែបនេះតើវានិយាយបែបនេះជាមួយម្ចាស់គ្រប់គ្នាមែនទេបន្ទាប់ពីជូនដំណើរប៉ាម៉ាក់ខ្ញុំទៅផុតវាងធានជាមើលទៅស៊ូសានហើយលឹកបូមាត់អូនសម្លាញ់យប់ជ្រៅហើយពួកយើងក៏ត្រឡប់ទៅវិញដែរទៅប៉ុន្តែទើបតែមិញនេះអ្នកណែនាំនៅសាលាបានប្រាប់ឲ្យខ្ញុំនឹងម៉ែនទៅរកគាត់នៅសាលាអូនសម្លាញ់កុំអីណាអ្នកលក់ប្រាប់ថាមានគេកក់ឡានទុកមុនហើយតែស្រាប់តែគេមិនយកវិញធ្វើឲ្យបងសំណាងបានឡាននោះមកធម្មតាត្រូវរងចាំយូរណាស់យើងទៅមើលទាំងអស់គ្នាទៅក៏បានដែរប៉ុន្តែយប់នេះត្រូវតែត្រឡប់ទៅសាលាវិញណាយើងទើបតែចាប់ផ្ដើមស្រឡាញ់គ្នាបើមិនត្រឡប់ទៅដេកនៅសាលាទេគេនឹងនិយាយថាអូនជាស្រីមិនល្អអូនសម្លាញ់បងមិនចង់ឲ្យអ្នកអតីយល់ច្រឡំលើអូនទេសិនបងពិតជាល្អណាស់អូនកុំបារម្ភអីបងចំពោះអូនគឺខុសពីអ្នកអតីបងនឹងថែរក្សាអូនឲ្យបានល្អមិនមែនទេគឺថោកទាបដូចគ្នាស្រីមិនល្អគឺសំតែស្លាប់វងឈៀនជីក៏ប្រញាប់ដកទូរស័ព្ទមកហើយឡានយើងទាំង3នាក់ក៏ទៅហាងលក់ឡានជាមួយគ្នាលោកវងមកដល់ហើយលោកពិតជាមានសំណាងណាស់កាលពីមុនមានអតិថិជនម្នាក់បានកក់រថយន្តនេះទុកសម្រាប់ធ្វើជារង្វាន់រងចាំជាង4ខែហើយស្រាប់តែគេមិនយកវិញលោកពិតជាមកចំពេតែម្ដងនៅខាងក្រោយខ្ញុំនេះមិត្តស្រីលោកទៅមើលរថយន្តទៅបានតើអញ្ជើញខាងនេះត្រូវតែនិយាយថាអ្នកលក់របស់ Post នេះពិតជាជំនាញមែនមានរថយន្តស្រាប់អាចរៀបចំឯកសារយកឡានបានភ្លាមខាងក្នុងនេះតើ Post របស់អ្នកចង់យកឥឡូវនេះទេបងចង់យកពេលណាក៏បានដែរយើងផ្ដល់អាទិភាពជូនអតិថិជន VIP អញ្ចឹងយកឥឡូវនេះចុះបានចាស់បានបង្កើតការទូទាត់ប្រាក់លើគេហទំព័ររួចរាល់ហើយសូមអបអរសាទរលោកបានក្លាយជាអតិថិជនកិត្តិយសរបស់ Post យើងផ្ដល់សេវាកម្មកម្រិត VIP អាចយកឡានបានគ្រប់ពេលស៊ូសាននិយាយថាចង់ទៅបន្ទប់ទឹកបន្ទាប់ពីគេដើរចេញទៅនៅក្នុងហាងសល់តែខ្ញុំវាងធានជានិងអ្នកលក់ប៉ុណ្ណោះខ្ញុំក៏ដើរចូលទៅជិតចង់មើលឡានវាងធានជាក៏លូកដៃមកកនច្រានខ្ញុំមួយទំហឹងឯងគ្រាន់តែមើលលេងទៅបានហើយស្មានតែឯងមានលុយទិញមែនពីថ្ងៃទៀតខ្ញុំនឹងនាំស៊ូសានទៅបើកបន្ទប់ឯងល្អបំផុតគុំតាមមកទៀតឲ្យសោះរាល់ថ្ងៃតាមស្អិតដូចកៅចាក់មុខដើរតោងស្អិតគេគ្រប់កន្លែងឯងរាល់ថ្ងៃគិតតែរឿងផ្ដេសផ្ដាសធ្វើខ្លួនឲ្យត្រឹមត្រូវបន្តិចមិនបានទេប្រយ័ត្នថ្ងៃក្រោយគ្មានអ្នកណាយកចុះអាងប់ឲ្យឯងនិយាយស្អីហ្នឹងចុះម៉ែយើងនិយាយស្អីម៉ែខ្ញុំនិយាយស្អីក៏ស្អីនឹងហើយលោកវាងចិត្តត្រជាក់ទៅសុទ្ធតែជារឿងតូចតាចកុំឲ្យទាស់សម្ដីគ្នាអីចាប់បោះនាងចេញទៅក្រៅបើមិនអីចឹងទេខ្ញុំមិនទិញទេសៀវឆ្លើយតបយ៉ាងស្ងប់ស្ងាត់តើអ្នកពិតជាមិនទិញមែនទេអញ្ចឹងខ្ញុំទៅតាក់ទងអតិថិជនផ្សេងទៀតហើយវាងធានជាស្រាប់តែបន្ទន់ចំហភ្លាមនិយាយលេងតើខ្ញុំទិញខ្ញុំប្រកាសជាទិញខ្ញុំស្ទើរតែសាច់ចេញមកទៅហើយខ្ញុំមើលមុខនាងហើយនិយាយថាចៃដន្យថ្ងៃនេះមានឡានស្រាប់ទេអញ្ចឹងតើខ្ញុំអាចយករថយន្តបានដែរទេម៉ូតូអគ្គិសនីនៅឯហាងក្បែរបើអ្នកចង់ទៅប្រញាប់ទៅបន្តិចទៀតគេបិទទ្វារហើយខ្ញុំដកវាចេញមកភ្លាមយ៉ាងប្រញាប់តើការកំងនេះអាចយករថយន្តបានទេបានអ្នកចង់យករថយន្តពេលណាក៏បានដែរតើអ្នកចង់បើកចេញទៅថ្ងៃនេះឬឲ្យពួកយើងដឹកជញ្ជូនទៅដល់ផ្ទះឈួតមែនទេនៅក្នុងហោប៉ៅគេមានលុយប៉ុន្មានទៅយូមានទោះជាអញឆែកឆេររកកាយផ្ទះត្រឡប់ចាស់ត្រឡប់ថ្មីក៏ដោយក៏រកប្រាក់បងរំលោះដំបងឲ្យ Post គេមិនបានផងនៅថាជា VIP ទៀតឯងគិតថាឯងជាយឺសឹងបើមែនទេឪពុកឯងនិយាយថាឯងត្រូវបានចិញ្ចឹមរហូតខូចមនុស្សអស់ហើយគាត់បានលួចប្រគល់ប្រាក់5លានឲ្យខ្ញុំបើឯងមិនជឿទេទៅសួរគាត់ទៅប៉ុន្តែគាត់ប្រកាសជាមិនសារភាពទេឯងអាចឆែកមើលកាតធនាគាររបស់គាត់បានខ្ញុំស្មានថាក្នុងនោះអស់លុយយូរហើយពុកធ្វើជាមិនខ្វល់ពីខ្ញុំនៅចំពោះមុខពិតណាស់សុទ្ធតែជាការសម្ដែងឲ្យឯងមើលប៉ុណ្ណោះគឺដើម្បីបញ្ចូលឲ្យឯងវិនិច្ឆ័យប៉ុណ្ណោះឯងពិតជាស្មានថាខ្លួនឯងសំខាន់ណាស់មែនទេចាំដល់ពេលឯងបង្កើតកូនចៅឲ្យត្រកូលវងហើយពេលនោះឯងក៏អស់តម្លៃដែរឯងនិយាយស្អីដេះដាស់មិនក៏ពុកខ្ញុំអាចឲ្យលុយទៅអាមនុស្សបន្ទុកដូចជាឯងត្រកូលយូអញត្រកូលវងឯងគ្រាន់តែបានជ្រកក្រោមបារមីរបស់អញប៉ុណ្ណោះបើគុំតែអញ្ចឹងទេអញប្រហែលជាត្រូវបានរំលោភចោលបាត់ទៅហើយគាត់និយាយមិនខុសទេកាលនោះបងស្រីច្បងខ្ញុំកើតបានមិនទាន់យូរផងគ្រួសារខ្ញុំក៏ពេញដោយភាពខ្វល់ខ្វាយប៉ុន្តែយ៉ាងណាក៏ជាកូនស្រីដំបងក្តីរំភើបដំបងក្នុងនាមជាឪពុកម្ដាយបានធ្វើឲ្យពួកគាត់មិនដាច់ចិត្តចោលបងស្រីឡើយក្រោយមកមានគ្រូទីម្នាក់បានប្រាប់ថារាសីបងស្រីខ្ញុំមិនជួយឲ្យគ្រួសាររុងរឿងទេអាចយកកូនម្នាក់ទៀតបានទើបកើតមានរូបខ្ញុំមកម្ដាយខ្ញុំចុងក្រោយក៏មានផ្ទៃពោះតែដល់ពេលទៅអេកូមើក៏ស្រឡាំងកាន់តែម្ដងព្រោះដូចជាទិញមួយថែមមួយមានកូនដល់ទៅ2នៅក្នុងពោះដើមឡើយជារឿងមង្គលដ៏ល្អតែបែរជាធ្វើឲ្យពួកគាត់ខឹងខ្លាំងយ៉ាងខ្លាំងព្រោះគ្រូទាយបានប្រាប់ថាយកបានតែមួយទេមិនអាចយកកូនភ្លុះបានឡើយរឿងនេះខ្លួនឯងក៏មានហានិភ័យដែរក្រែងលោមានកិច្ចច្រណែនហើយរីកាម្ដាយខ្ញុំខ្លាចប៉ះពាល់ដល់អូនប្រុសខ្ញុំក៏មិនហ៊ានវះកាត់បូមកូនចេញមួយឡើយហើយបានពួននៅស្រុកស្រែដើម្បីបង្កើតពួកយើងលុះជប់ដុំខែហើយគាត់ក៏ប្លង់ខ្ញុំចោលនៅស្រុកស្រែហើយមិនដែលរវល់ខ្វល់ខ្វាយពីខ្ញុំទៀតឡើយខ្ញុំដកអារម្មណ៍ចេញពីការចងចាំហើយសម្លឹងមើលវាងធានជាដោយស្នាមញឹមបង្កប់នៃសុទ្ធមិនអាចដាក់ក្នុងកន្ត្រកតែមួយបានទេ
បើមិនជឿអ្នកទៅសួរពុកម៉ែអ្នកទៅថាប្រាក់ក្នុងដៃទៅណាអស់ហើយមើលថាតើពួកគាត់អាចបកស្រាយឲ្យច្បាស់លាស់បានដែរទេអ្នកគិតថាពុកម៉ែស្រឡាញ់អ្នកពីចិត្តស្មោះមែនទេនេះជាការបញ្ចែកបញ្ចាដើម្បីបំផ្លាញតើចាំពេលអ្នកបង្កើតចៅប្រុសឲ្យត្រកូលវាងហើយអ្នកអស់តម្លៃហើយមិនខុសពីកូនអុកមួយគ្រាប់នោះទេអ្នកគិតថាអ្នកគ្រាន់បើជាងខ្ញុំប៉ុន្មានទៅម៉ែបានលួចប្រាប់ខ្ញុំឲ្យខ្ញុំយកចិត្តនឹងទុកអ្នកឲ្យជាប់អ្វីដែលអ្នកចង់បានគាត់សុទ្ធតែឲ្យខ្ញុំធ្វើដងតែគាត់កាចដាក់ខ្ញុំពីមុនសុទ្ធតែធ្វើសម្ដែងឲ្យអ្នកមើលតើឯងវិញគ្រាន់តែមានឈ្មោះថាអ្នកបន្តពូជលើខ្ញុំតែប៉ុណ្ណោះខ្ញុំក៏លេចមើលអ្នកលក់ដែលឈរមើលរឿងភាគចិត្តនោះរួចញឹមនិយាយថាយកឡានបើកចេញទៅថ្ងៃនេះតែម្ដងអ្នកលក់ប្រញាប់រត់ទៅពិនិត្យបញ្ជីទិញហើយរត់ត្រឡប់មកវិញយ៉ាងលឿនរួចសួរដោយគួរសមថាឡាន2គ្រឿងដែលអ្នកបានបង់ប្រាក់ពេញតើនឹងយកទាំងពីរថ្ងៃនេះឬខ្ញុំមើលទៅភ្នែកដ៏ភ្ញាក់ផ្អើលរបស់គាត់ហើយនិយាយយ៉ាងស្ងប់ស្ងាត់ថាយកមួយគ្រឿងមុនឯងនិយាយឲ្យច្បាស់ជាមួយខ្ញុំមកតើពាក្យនេះមានន័យថាម៉េចឲ្យតាគាត់ឯងខលទូរស័ព្ទដោយខ្លួនឯងទៅសួរពុកទៅគង់តែដឹងហើយទោះខ្ញុំនិយាយអ្វីក៏ដោយក៏ឯងមិនជឿដែរទោះបីជាវាងធានជាមាត់និយាយថាមិនជឿតែដៃនៅតែញ័រខទៅពុកខ្ញុំទៅតែចំណាយអស់ជាង1លានក្នុងចិត្តកំពុងតែមិនសប្បាយចិត្តផងចំពោះកូនប្រុសបណ្ដូលចិត្តរបស់គាត់ក៏លែងមានសម្ដីល្អជាមួយទៀតឯងចង់បានអ្វីទៀតហើយពុកតើផ្ទះយើងនៅមានលុយទៀតទេខ្ញុំចង់បាន200សូមសម្រាប់ប្រមាណខែមុនទៅតែឲ្យឯង50,000តើថែមទាំងទិញខុនដូធំឲ្យឯងទៀតឥឡូវនាំសង្សារស្អីមកស៊ីជុកផ្ទះទៀតហើយនៅផ្ទះឥឡូវពិតជាគ្មានលុយមែនតើចាំដល់ពេលនោះចាំខ្ញុំទៅលក់តូបនៅផ្ទះយកលុយឲ្យឯងអាកូនប្រញាប់ចាប់យកឱកាសល្អបំផុតឲ្យមីស្រីម្នាក់នឹងប្រញាប់បង្កើតចៅប្រុសឲ្យគ្រួសារយើងអំបញ្ញមិញអញមើលឃើញគូតស៊ូសានមូលល្អណាស់ប្រកាសជាកើតបានកូនប្រុសមិនខានចៅប្រុសបើគ្មានចៅប្រុសទេពួកឯងទាំងពីរអ្នកងាប់ហើយចេចបិទហើយវាងធានជាទទួលរងការប៉ះទង្គិចចិត្តយ៉ាងខ្លាំងហើយក៏មិនរងចាំស៊ូសានទៀតដែរដោយប្រាប់អ្នកលក់ថាថ្ងៃក្រោយចាំមកយករថយន្តហើយក៏ត្រឡប់ទៅសាលាវិញទាំងវង្វេងវង្វាន់គ្រួសារមួយនេះពិតជាប្លែកគេមែនគ្រួសារមានលុយរាប់សិបលានតែមិនព្រមឲ្យឯងចាយសំបីមួយរៀលកាលពីក្មេងមានគ្រូទាយភ្នែកខ្វាក់ម្នាក់បានប្រាប់ពុកម៉ែខ្ញុំថាខ្ញុំកើតមកគឺដើម្បីទារបំណុលបើចំណាយលុយលើខ្ញុំនឹងធ្វើឲ្យគ្រួសារជួបរឿងស្អីស៊ូសានពេបមាត់ហើយនិយាយថានិយាយប៉ប៉ាច់ប៉ប៉ោចស្អីគេរឿងចង្រៃបែបហ្នឹងខ្ញុំនិងស៊ូសានបានបើករថយន្តជាទីស្រឡាញ់ត្រឡប់មកសាលាវិញខ្ញុំគ្មានបានបើកបោះទេប៉ុន្តែស៊ូសានមានហើយលើកនេះរឹតតែបញ្ជាក់ពីតំណែងស្រីស្អាតអ្នកមានរបស់នាងពេលពួកយើងត្រឡប់មកដល់អន្តេវាសិកដ្ឋានទើបនឹកឃើញថាខ្លួនឯងបានបោះបង់មិត្តស្រីចោលនៅហាង Boons ក៏ប្រញាប់ប្រញាល់ទូរស័ព្ទទៅសុំទោសស៊ូសានក៏មើលឃើញថាគេមានអត្តចរិតមិនល្អដាក់ឪពុកម្ដាយខ្ញុំឲ្យសោះតែចំពោះស៊ូសានវិញគេអែបអបបញ្ចោខ្លាំងណាស់អូនសម្លាញ់អំបញ្ញមិញបងមានការប្រញាប់ភ្លាមសុំទោសផងណាបងភ្លេចប្រាប់អូនមួយម៉ាត់ស៊ូសានផ្អែកលើបង្កាន់ដៃរងដានៃអន្តេវាសិកដ្ឋានកំពុងទំពាស្ករកៅស៊ូក្នុងមាត់សំឡេងពោពេញដោយការអន់ចិត្តតើក្នុងចិត្តបងគ្មានអូនទេមែនទេតើបងដឹងទេថាអូនរងចាំបងយូរប៉ុណ្ណាអូនដូចជាមនុស្សឈួតចឹងឈរនៅទីនោះអស់កន្លះម៉ោងអ្នកមិនដឹងច្បាស់ជាគិតថាអូនទៅអែបអបអ្នកមានហើយវាងធានជាពួកយើងបែកគ្នាទៅមិនបែកទេបងមិនព្រមទេបងដឹងថាក្នុងចិត្តអូននៅតែស្រឡាញ់បងឲ្យឱកាសបងម្ដងទៀតមកស៊ូសាននិយាយបន្តប៉ុន្តែឪពុកម្ដាយបងដូចជាមិនចូលចិត្តអូនសោះពេលញ៉ាំបាយទឹកមុខពូមិនល្អសោះហើយអ៊ំស្រីក៏និយាយប្រាប់អូនស្ងាត់ថារឿងស្អីគេបង្កើតកូនប្រុសនឹងពួកយើងទៅតែស្រឡាញ់គ្នាសោះចាត់ទុកអូនជាស្អីទៅជាក្មេងស្រីដែលស្គាល់គ្នា2-3ថ្ងៃក៏ស្រឡាញ់គេវក់វីហើយចង់រត់តាមគេមែនទេអូនប្រុសខ្ញុំស្ទើរតែលុតជង្គង់សំពះស៊ូសានទៅហើយម្ចាស់ថ្លៃឲ្យឪពុកម្ដាយបងមិនមែនមានន័យចឹងទេខួរក្បាលពួកគាត់មានបញ្ហាតើអូននៅជាមួយបងទៅថ្ងៃមុខរឿងក្នុងផ្ទះយើងគឺពួកយើងជាអ្នកសម្រេចតាស៊ូសានបានសាច់ផាច់ឡើងរួចក៏សម្រួលទឹកមុខភ្លាមហើយនិយាយមួយថាប៉ុន្តែពួកយើងសំបីតែកាដូបញ្ជាក់ស្នេហាក៏គ្មានដែរយកចេះចោះបើបងស្ម័គ្រចិត្តជូនកាដូដែលធ្វើឲ្យអូនពេញចិត្តអូននឹងត្រូវគ្នាជាមួយបងវិញបានអូនចង់បានអីបងទិញឲ្យទាំងអស់ឲ្យតែមិនបែកគ្នាជាមួយខ្ញុំឈរស្ដាប់នៅក្បែរនោះឡើងស្រាងកាំងពិតជាចាញ់ច្រកគ្នាពិតមែនបើខ្ញុំមានល្បិចដល់ថ្នាក់ហ្នឹងចាំបាច់ទៅភ្ជាប់ system ធ្វើអីទៀតសំឡេងរបស់ system ក៏បន្លឺឡើងម្ដងទៀតត្រូវហើយយើងខ្វះតែមួយលើកទៀតទេខ្វះតែមួយលើកទៀតគឺអាច upgrade បានហើយខ្ញុំប្រកាសជាដឹងហើយទោះបីជាពេលនេះពុកម៉ែគ្មានប្រាក់សុទ្ធក្នុងដៃក៏ដោយប៉ុន្តែអ្នកធ្លាប់មានគង់តែមានសល់ខ្លះដែរនៅផ្ទះនៅមានអចលនទ្រព្យរាប់សិបលានទៀតគ្មានផ្លូវថាប្អូនប្រុសខ្ញុំទារប្រាក់មិនបាននោះទេទីងដងទូរស័ព្ទខ្ញុំមានសារ WeChat ចូលមកអាល្ងងយ៉ាវនៀនតើស៊ូសានចូលចិត្តអ្វីខ្ញុំក៏តបហេតុអ្វីត្រូវប្រាប់ឯងទេឯងជាស្អីគេមួយវិនាទីក្រោយមកអាល្ងងយ៉ាវនៀនក៏វេលុយមក2000យួនអាល្ងងគឺប្រាប់បាននៅខ្ញុំលើកចិញ្ចើមឡើងហើយតបហើយបងស្រីមួយម៉ាត់មកមើលខ្ញុំចិត្តណាធ្វើបាបចិត្តវាស្មានតែវាមិនព្រមតែក៏មិននឹកស្មានថាវាឆ្លើយតបយ៉ាងលឿនបងស្រីប្រាប់ខ្ញុំមកថាស៊ូសានចូលចិត្តអ្វីទៅខ្ញុំបានផ្ញើបញ្ជីដេញថ្លៃដែលត្រៀមទុកជាស្រេចទៅឲ្យគាត់ស៊ូសានចូលចិត្តពីងគ្រីស្តាល់បំផុតបើអ្នកអាចជូនគាត់នៅពីងគ្រីស្តាល់ដែលមានតម្លៃកាត់ថ្លៃមិនបានមួយនោះពេញមួយជីវិតនេះគាត់នឹងស្មោះត្រង់នឹងអ្នកតែម្នាក់គត់
ប៉ុន្តែអ្នកសាក់គិតមើលទៅតើវាដែរឬទេចំណាយលុយច្រើនដល់ថ្នាក់នេះដើម្បីស្រីដែលទើបតែស្គាល់ប្អូនប្រុសខ្ញុំយកបញ្ជីនោះទៅសាក់លបងចិត្តស៊ូសានបង្ហាញចំណាប់អារម្មណ៍ខ្លាំងដូចការរំពឹងទុកមែនថែមទាំងនិយាយថាបើជាតិមួយនេះអាចទទួលបានពីងបែបនេះមួយស្លាប់ក៏សុខចិត្តដែរប្អូនខ្ញុំខឹងខ្លាំងរហូតដល់ហ៊ានធ្វើរឿងឈួតដើម្បីស្រីវាបែកខ្នងទៅសុំលុយម៉ាក់ខ្ញុំភ្លាមមួយសប្តាហ៍ក្រោយមកលុយ30 លានបានចូលក្នុងកណនីអលភ័យរបស់ខ្ញុំ10 លានជាលុយដែលគាត់ទិញពីងនោះ20 លានដែលនៅសល់គឺជាការសងទ្វេដងពីប្រព័ន្ធហើយពីងនោះក៏ជាវត្ថុដែលខ្ញុំផ្ញើទៅដេញថ្លៃដែរប្រព័ន្ធបានស្រែកហូរដោយក្តីរីករាយការអាប់ដេតលើកនេះទទួលបានជោគជ័យបន្ថែមមុខងារផ្ទេរសេចក្តីស្រឡាញ់ម្ចាស់ប្រព័ន្ធអាចកំណត់គោលដៅដណ្ដើមយកសេចក្តីស្រឡាញ់របស់តួអង្គហើយផ្ទេរទៅឲ្យអ្នកដែលបានកំណត់រយៈពេលប្រើប្រាស់មានប្រសិទ្ធភាព140ថ្ងៃរយៈពេលត្រជាក់10ថ្ងៃដើម្បីទិញពីងនេះឲ្យកូនប្រុសម៉ាក់ប៉ាខ្ញុំត្រូវវាអង្វររហូតដល់អស់ជំរឿបើមិនទិញឲ្យគាត់នឹងរករឿងមិនឈប់ពួកគាត់គ្មានជំរឿអ្វីក្រៅពីលក់ហាងដែលរកចំណូលបានច្រើនបំផុតក្នុងតម្លៃថោកប្រព័ន្ធបានកាត់ពិន្ទុភ្លាមដោយដកពិន្ទុសុខភាពប៉ាខ្ញុំអស់50ពិន្ទុទ្រព្យសម្បត្តិរបស់ពួកគាត់ទាំងពីរនាក់បានធ្លាក់ចុះត្រឡប់ទៅកាលពី20ឆ្នាំមុនភ្លាមបន្ទាប់ពីបងស្រីធំរបស់ខ្ញុំដឹងរឿងនេះគាត់ក៏លួចលក់ផ្ទះពីរខ្នងរបស់គាត់ក្នុងស្រុកចោលទាំងអស់ហើយបាត់ខ្លួនទៅអាមេរិកបាត់ពេលប៉ាម៉ាក់ខ្ញុំចង់តាក់ទងគាត់ម្ដងទៀតគឺគាត់បានរត់គេចខ្លួនបាត់ទៅហើយតាក់ទងលែងបានទៀតឡើយប៉ាខ្ញុំអបម៉ាក់ខ្ញុំយំសោកយ៉ាងខ្លាំងមិនអីទេយើងយ៉ាងហោចណាស់ក៏នៅមានកូនដែរកូនមិនស្លាប់គឺសំណាងហើយចាត់ទុកថាជាការដោះគ្រោះចោះខ្ញុំគេនិយាយថាកូនប្រសាប្រភេទនេះក្រោយមកនឹងមានសំណាងខ្លាំងណាស់ស្រីម្នាក់នោះពេលរៀបការចូលមកកូនប្រសាក៏នៅតែជាទ្រព្យសម្បត្តិរបស់ផ្ទះយើងដែរកូនប្រសាដែលខ្ញុំទន្ទឹងរង់ចាំពេលដែលកំពុងរំភើបទៅរកស៊ូសានកំពុងតែញ៉ាំអាហារពេលល្ងាចជាមួយកូនអ្នកមានម្នាក់ទៀតដែលមានអំណាចប្អូនខ្ញុំក៏ដាក់កាដូនៅចំពោះមុខស៊ូសានហើយនិយាយដោយរំភើបថាស៊ូសានបងទិញមកឲ្យអូននេះជាកាដូសម្រាប់អូនតែខ្ញុំគិតថាពួកយើងមិនសូវសមគ្នាទេឪពុកម្ដាយអ្នកចង់បានកូនប្រុសខ្ញុំខ្លាចថាខ្ញុំមិនអាចសម្រាលកូនប្រុសឲ្យបានពួកយើងបែកគ្នាទៅប្អូនខ្ញុំទីបំផុតក៏ដឹងខ្លួនថាគេកំពុងត្រូវគេបោកគេក៏ខឹងក្រហមភ្នែកភ្លាមមិនខ្លាចទៀតទេនាងស្រីថោកទាបឯងបោកខ្ញុំមែនទេឯងនឹងវាឯងឲ្យងាប់នាងស្រីក្បត់ចិត្តនិយាយចប់ក៏លើកដៃឡើងចង់វានាងតែបែរជាត្រូវកូនអ្នកមានម្នាក់នោះទាត់មួយជើងដួលទៅលើដីឯងចាំមើលចុះឯងមិនឲ្យឯងរួចខ្លួនទេរួចក៏រត់គេចខ្លួនទៅទាំងអាម៉ាស់ខ្ញុំនិងស៊ូសានមិនបានរងចាំអ្វីទាំងអស់ធ្វើទៅវិញអ្វីដែលពួកយើងទទួលបានគឺស្ថានភាពដ៏អាក្រក់របស់គាត់ទៅវិញឪពុកខ្ញុំត្រូវបានប្រព័ន្ធកាត់ពិន្ទុសុខភាពអស់60ពិន្ទុមិនដឹងខ្លួនផងសុខភាពគាត់ក៏ចុះខ្សោយភ្លាមគ្រូពេទ្យហាក់ដូចជាមិនភ្ញាក់ផ្អើលអ្វីឡើយហើយបានពន្យល់ប្រាប់ម៉ាក់ខ្ញុំថាគាត់ចាំបាច់ត្រូវតែប្ដូររាងកាយថ្មីបើមិនដូច្នេះទេគាត់នឹងរស់នៅបានមិនយូរទៀតទេម៉ាក់ខ្ញុំមានអារម្មណ៍ដូចជាមេគ្រោមកលើខ្លួនអញ្ចឹងក៏ហៅខ្ញុំនិងប្អូនប្រុសត្រឡប់ទៅស្រុកកំណើតវិញប្អូនប្រុសខ្ញុំឈរនៅមុខមាត់ទ្វារបន្ទប់អ្នកជំងឺហើយនិយាយទៅកាន់គាត់ដោយមិនខ្វល់ខ្វាយថាចុះបដូររាងកាយឲ្យប៉ាទៅគ្រួសារយើងមិនខ្វះលុយកាក់ត្រឹមប៉ុណ្ណឹងទេម៉ាក់ខ្ញុំខំប្រឹងរកស៊ីមិនដឹងយ៉ាងម៉េចបានជាខាតគ្រប់កន្លែងទាំងទិញផ្ទះទិញឡានហើយថែមទាំងទិញទៅទៀតឥឡូវលុយកាក់មិនសល់ប៉ុន្មានទេក្រៅពីវីឡាដែលកំពុងរស់នៅអ្វីដែលអាចលក់បានគឺលក់អស់ហើយប្អូនប្រុសខ្ញុំចាប់ផ្ដើមភ័យខ្លាចបន្តិចហើយក៏យកទៅនោះទៅកន្លែងទទួលទិញវិញតែលទ្ធផលគឺគេឲ្យតម្លៃត្រឹមតែ20,000ប៉ុណ្ណោះគេខឹងខ្លាំងណាស់នៅពេលនោះក៏ស្ទុះទៅវាយគេមួយដៃហើយថែមទាំងត្រូវសងគេ50,000ទៀតគាត់ត្រឡប់ទៅរកអ្នកដេញថ្លៃវិញតែគេមិនទទួលខុសត្រូវឡើយការដេញថ្លៃគឺទិញដាច់ហើយខ្លួនឯងមើលមិនដាច់បន្ទោសអ្នកណាបានធ្វើឲ្យរឿងរ៉ាវវឹកវរអស់គាត់បានត្រឹមតែត្រឡប់ទៅមន្ទីរពេទ្យវិញទាំងអាម៉ាស់ម៉ាក់ខ្ញុំអស់សង្ឃឹមទាំងស្រុងក៏លើកដៃឡើងម៉ាក់ថាម៉ាក់មិនគួរសម្រាលកូនមកទេម៉ាក់បែរជាបន្ទោសថាខ្ញុំជាមនុស្សមិនបានការពួកឯងបងស្រីរត់បាត់ទៅហើយឥឡូវពឹងបានតែពួកឯង2នាក់ទេទៅមន្ទីរពេទ្យទៅបរិច្ចាគតម្រងនំឲ្យប៉ាទៅតែម៉ាក់ឲ្យកូននៅរៀននៅឡើយទេម្យ៉ាងទៀតកូនមិនមែនជាកូនចៅត្រកូលវាងរបស់ម៉ាក់ទេហេតុអ្វីត្រូវឲ្យកូនបរិច្ចាគតម្រងនំម៉ាក់ខ្ញុំទុនជង្គង់ចុះមកចង់លុតជង្គង់សំពះខ្ញុំភ័យពេកក៏ថយក្រោយ3ជំហានហើយប្រញាប់គ្រោះវិដៃម៉ាក់កុំធ្វើបែបនេះអីម៉ាក់និយាយប្រាប់ប្អូនប្រុសឲ្យល្អទៅគេប្រកាសជាមិនឈោមមើលប៉ាមានរឿងអ្វីកើតឡើងទេសំឡេងម៉ាក់ញញាក់ម៉ាក់ថាជាប្អូនប្រុសហែងនៅចង់បានកូនប្រុសទៀតឬមនុស្សប្រុសអត់មានតម្រងនំបានយ៉ាងម៉េចម៉ាក់ក្រោកឡើងក៏គ្រាន់តែជាតម្រងនំមួយប៉ុណ្ណោះប្អូនប្រុសមានដល់ទៅ2ឯណោះបរិច្ចាគឲ្យប៉ាមួយក៏មិនអីដែរខ្ញុំធ្វើមិនបានទេខ្ញុំត្រូវរៀបការនៅថ្ងៃមុខណាបើគេដឹងរឿងនេះហើយស្អប់ខ្ញុំតើខ្ញុំត្រូវធ្វើម៉េចខ្ញុំផ្អៀងក្បាលញឹមដាក់គាត់បង្ហាញធ្មេញចង្គង់តូចទាំងពីរបើមិនអញ្ចឹងទេខ្ញុំក៏មិនដឹងធ្វើម៉េចដែរយ៉ាងណាក៏ពួកគាត់មានតែខ្ញុំម្នាក់ដែរតែមិនដែលបានចិញ្ចឹមបីបាច់ខ្ញុំសោះខ្ញុំលួចខ្សឹបប្រាប់ប្រពន្ធក្នុងចិត្តថាប្រពន្ធអើយសូមបង្វែរសេចក្តីស្រឡាញ់ដែលប៉ាម៉ាក់មានចំពោះប្អូនប្រុសខ្ញុំមកដាក់លើរូបខ្ញុំទាំងអស់មកភ្លាមបន្ទាប់ពីបញ្ជាត្រូវបានដាក់ចេញខ្ញុំមានអារម្មណ៍ថាមានភាពកក់ក្ដៅយ៉ាងខ្លាំងហូរចូលមកក្នុងខ្លួនខ្ញុំនោះគឺជាសេចក្តីស្រឡាញ់ពីឪពុកម្ដាយដែលយឺតពេលដល់ទៅ18ឆ្នាំចំណែកឯម៉ាក់ខ្ញុំវិញពេលសម្លឹងមើលទៅប្អូនប្រុសក្នុងភ្នែកគាត់ពោពេញដោយកំហឹងភ្លាមដូចគ្នាទៅនឹងក្រសែភ្នែកដែលគាត់ធ្លាប់សម្លឹងមើលខ្ញុំកាលពីមុនដែរគាត់ស្រែកដាក់ប្អូនប្រុសខ្ញុំថាវងឈៀនជីបើកូនមិនព្រមបរិច្ចាគតម្រងនំឲ្យប៉ាកូនទេទ្រព្យសម្បត្តិទាំងអស់ក្នុងផ្ទះនេះម៉ាក់នឹងបរិច្ចាគចោលទាំងអស់ប៉ុន្មានឆ្នាំមកនេះយើងបានធ្វើបាបបងស្រីកូនច្រើនណាស់គិតទៅយើងចំណាយលុយលើកូនច្រើនពេកហើយ
ឲ្យលុយប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយបើកូនមិនបរិច្ចាគទេម៉ាក់នឹងដកហូតអ្វីទាំងអស់ពីកូនខ្ញុំធ្វើជាយល់ព្រមតាមការផ្គូផ្គងដើម្បីតាក់ទាញម៉ាក់តែតាមពិតខ្ញុំលួចរៀបចំផែនការរួចអស់ហើយខ្ញុំឲ្យប្រព័ន្ធផ្ដល់សុខភាពល្អដល់ប៉ាដើម្បីរងចាំមើលរឿងកំ pl នេះពិតមែនហើយពេលលិខិតចូលរៀនមកដល់នាងក៏យកលុយចុងក្រោយក្នុងផ្ទះរត់ទៅក្រៅប្រទេសបន្សល់ទុកបញ្ហាវឹកវរទាំងអស់ឲ្យប៉ាម៉ាក់នៅមន្ទីរពេទ្យនាងយើងពិតជាត្រូវសម្លាប់ប៉ាឯងមែនទេមិនដឹងថាខ្ញុំគិតទៅផ្ទាល់ខ្លួនឬយ៉ាងណាខ្ញុំមានអារម្មណ៍ថាប្រព័ន្ធនេះវាហាក់ដូចជាកំពុងរំភើបខ្ញុំគ្រោះវីក្បាលមិនសម្លាប់ទេឲ្យគាត់មានសុខភាពល្អរហូតដល់អាយុ70ឆ្នាំទុកជីវិតឲ្យគាត់ទៅបានហើយខ្ញុំចង់ឲ្យគាត់ឃើញផ្ទាល់ភ្នែកថាឪពុកម្ដាយដែលលំអៀងនឹងអយុត្តិធម៌នឹងមានទីបញ្ចប់បែបណាប៉ាចេញពីមន្ទីរពេទ្យមកសល់តែវីឡាមួយខ្នងអាជីវកម្មនោះខ្ញុំជាអ្នករៀបចំឲ្យខាតបង់ពីមុនគាត់ទិញឡាននិងផ្ទះឲ្យវងឈៀនជីទាំងអស់ត្រូវបានអានឹងលក់យកលុយរត់បាត់អស់ហើយសូម្បីតែថ្លៃគ្រប់គ្រងអចលនទ្រព្យឲ្យគាត់មានលទ្ធភាពបងដែរគាត់បង្ខំចិត្តលក់វីឡាឲ្យម៉ាក់ខ្ញុំក៏ត្រឡប់ទៅស្រុកកំណើតវិញព្រោះនៅដល់យកកាយលុយចាស់ចាយមិនដឹងថ្ងៃណាអស់ចំណែកជំងឺរបស់គាត់គឺដូចជាធុងបាត់ជ្រៅដែលគ្មានថ្ងៃពេញខ្ញុំតែងតែឆ្លៀតពេលត្រឡប់ទៅមើលពួកគាត់នៅស្រុកកំណើតរាល់ពេលដែលខ្ញុំទៅដល់ប៉ាតែងតែចាប់ដៃខ្ញុំទាំងទឹកភ្នែកនាងនោះនិយាយថាកូនស្រីឲ្យប៉ាម៉ាក់សុំទោសកូនតាមពិតទៅដែលខ្ញុំត្រឡប់ទៅវិញនោះគឺដើម្បីមើលមុខពួកគាត់ដែលកំពុងតែស្ដាយក្រោយបែបនេះឯងពួកគាត់នឹងមិនដឹងជារៀងរហូតថាទ្រព្យសម្បត្តិដែលពួកគាត់សន្សំពេញមួយជីវិតចុងក្រោយគឺធ្លាក់មកលើកូនស្រីទី2ដែលពួកគាត់ស្អប់ខ្ពើមអស់18ឆ្នាំនេះឥឡូវនេះពួកគាត់ខ្លាចខ្ញុំមិនខ្វល់ពីពួកគាត់ទើបព្យាយាមផ្គប់ចិត្តខ្ញុំសូម្បីតែញាតិមិត្តក៏លាន់មាត់ថានេះហើយជាកម្មផលដែលខ្លួនឯងបានសាងកាលពីក្មេងផលកម្មមកដល់ហើយខ្ញុំនឹងស៊ឺសែនអង្គុយញ៉ាំអាហារក្នុងភោជនីយដ្ឋានលំដាប់ខ្ពស់ខ្ញុំក៏វីជើងចុះឡើងហើយនិយាយទៅកាន់ស៊ឺសែនដោយស្នាមញញឹមថាខ្ញុំមានកាដូពិសេសមួយចង់ជូនអ្នកស្តង់ដារខ្ញុំខ្ពស់ណាស់ណាបើមិនពេញចិត្តខ្ញុំមិនយកទេមួយវិនាទីបន្ទាប់ក្នុងខួរក្បាលរបស់ស៊ឺសែនក៏ឮសំឡេងអេឡិចត្រូនិកដែលធ្លាប់សុំសួរថាតើអ្នកនាងស៊ឺសែនព្រមភ្ជាប់ជាមួយប្រព័ន្ធផ្ដល់សំណងទ្វេដងសម្រាប់កូនស្រីដែលត្រូវបានគេមើលងាយដែរឬទេស៊ែនសង្ឃឹមថាថ្ងៃខាងមុខរបស់អ្នកនឹងមានតែភាពរីករាយណា